នាំបងទៅខ្ញុំនាំបងតែមិនបានទេខ្ញុំត្រូវនៅទីនេះគឺអូនយករឿងដាក់ខ្លួនឯងទេបើសិនជាចឹងនៅនោះគឺត្រូវនៅជាមួយគ្នាហេតុអីទៅមនុស្សសំអុយហេតុអីបាត់ជាខ្ញុំបំភ្លេចមិនបានមើលថែកូននិងបងអូនស្រីបានតែកូនរឿងទាំងអស់នេះម៉ាក់ថាជាការស្រួលណាស់មែនទេម៉ាក់មើលតែបងអូនស្រីពេលនេះទេថាគេយ៉ាងមិនខ្លាចគឺវេទនាខ្លាំងណាស់ម៉ាមីកូនបាច់ចេះនិយាយខ្លាំងណាស់អ្វីក៏យ៉ាងគេត្រូវតែចាស់បាក់អាចារ្យតែមិនមានបាក់ទេដូច្នេះកូនទុកចិត្តចាស់ម៉ាក់ឡូវកាត់ពេកឲ្យកូនអត់បានអឡូលោកតាអាចៅព្រោះថ្ងៃនេះឯងទៅរកគូស្នេហ៍ឯងហើយទៅចាលោកតាមនុស្សម្នាក់នោះគឺខ្ញុំមិនបានស្រឡាញ់ទេអញ្ចឹងឯងទៅរកតារាក៏ទៅរកទៅឲ្យតែគេស្រឡាញ់ឯងយើងត្រូវការអ្វីចៅបើឯងបរិយាការនេះប្រយ័ត្នបាក់ជើងទៅអឡូលោកតាកំភៃខ្ញុំនឹងទទួលខុសត្រូវត្រូវហើយគឺកន្លែងមួយនេះឯងត្រូវតែយកអីមកកត់សម្គាល់ណាកត់ហើយចំណាំទុកផងអាជីងបាទអានេះប្រុសមើលតែក្មេងម្នាក់នោះហើយមុខដូចអ្នកប្រុសណាស់ហើយមើលទៅគឺដូចពុំតែមួយតែហ្មងអាគេយុហើយរបស់ខ្ញុំប្រៀបដូចជាបោផាមិនចង់មានកូនប្រុសស្រីចំណែកលោកវិញញ៉ាំធ្វើការ5ឆ្នាំហើយតែទោះបានប្រាក់ខែតែ30000ហ្នឹងហើយក្រងទាំងចិនមានការចំណាយខ្ពស់ណាស់ទិញការ៉េមួយដុំតម្លៃ3ជេនពូនៅតំបន់ក្រំដីទៅសម្រាប់មកពាក់នៅភីនស៊ីស៊ីធ្វើជាអ្នកដឹកជញ្ជូនត្រូវតាមម្ហូបឆ្ងាញ់អាយុ30ហើយនៅមិនទាន់យល់សមត្ថភាពរបស់លោកពូអនចំណាយលុយក្នុងការលេងហ្គេមមែនទេព្រះហើយខ្ញុំមិនដែលឃើញទេថែទាំងចង់បានស្រីស្អាតមកធ្វើជាប្រពន្ធទៀតសមទេលោកពូហើយមិនក៏ឯងដឹងអីចានៅមិនទាន់ដឹងថាខ្លួនឯងអាយុប្រហែលទេលោកព្រះបាទតែខ្ញុំចង់បានណាគឺមានកម្រិតខ្ពស់ខ្លាំងណាស់មិនលេងថេងទេលោកពូពេញឡាមកបង្ករៀនទៀតហើយហ៎យើងហ្នឹងហើយអត់ទេខ្ញុំកំពុងតែសុភមង្គលឲ្យម៉ាមីលោកពូខ្ញុំមិនតែលោកពូអត់ចេះមើលថែខ្ញុំទេបបាក់នឹងឈរនឹងតំណែងលោកប៉ាខ្ញុំណាកំតាន់រកគូអីណាខំរៀនទេនេះយើងប្រាប់អីទៅចុះលើកក្រោយបើយើងដឹងថាឯងនេះមករកប៉ាទៀតណាយើងមិនឲ្យឯងលេងជាមួយយ៉ាទេយល់អត់សូមទោសម៉ាមីថ្ងៃក្រោយខ្ញុំមិនហ៊ានទៀតទេសូមទោសណាសរយពេលដែលយើងរកប៉ាយើងបានហើយចាំយើងមកលេងជាមួយឯងទៀតឆាប់ឡើងអីយោនេះគឺជាអ្នកបោះបង់ការស្រឡាញ់តានេះចាំម៉េចមានវ៉ាន់ស៊ីងនេះចាប់តាមលោកខ្លួនទៀតហើយមានវ៉ាន់ស៊ីងចាំម៉េចចាប់តាមលោកខ្លួនទៀតហើយអូនគេជានរណាគេទៅនាងជីវិតអូនខារបស់ចាប់ជាស្រីស្អាតប្រចាំសាលាកាលពីប្រហែលឆ្នាំមុនណាព្រោះតែត្រូវការលុយបន្ថែមគេក៏ទៅលក់ខ្លួនធ្វើឲ្យសាលាដេញចេញហើយថែមទាំងមានកូនអត់អីទៀតណាឃើញចាយខាងនោះគឺឯងបង្កប់ពីចាំរាននៅសាលាធ្វើបាត់យើងមិនគ្រប់គ្រាន់ពេលនេះចាំមកធ្វើបាត់យើងទៀតទេដល់បីប្រាក់អ្វីក៏ឯងហ៊ានធ្វើដែរថែមទាំងមានកូនអត់ពុតពីក្បាលនេះទៀតមានលុយណាមកប្តឹងយើងនោះមិនឲ្យឯងថាម៉ាក់យើងទេមាត់ហ្នឹងសំតែស៊ីលីមួហ៎ស្អីគេស៊ីលីមួផងហ៎កូនអត់កំណត់ឯងតែពីនេះកាត់ដូចឯងណា6ឆ្នាំមុនគឺជា6ឆ្នាំដែលខ្ញុំធ្វើឆ្នាំនោះដែរចាំម៉េចមកលក់ខ្លួនដល់ការដ្ឋានផងហ៎នៅតាមចាំផ្លូវលក់5សែនបាត់អត់ទីនេះលក់1សែនមែនទេឬមួយក៏ព្រីតែឯងមានកូនអីឯងឃើញមែនទេកុំស្ដាប់សម្ដីគេអីកូនសម្ដីដូចលីមួស្ដាប់ចូលទៀតណាឈប់សិននេះគឺជាបិសាចគាត់តែឲ្យព្រះពុទ្ធទេសង្ឃុំព្រលឹងហើយមិនចាក់ទេដាក់តែបង្ករឿងគ្រប់កន្លែងហ្នឹងតាំងបិទម៉ារបស់យើងគឺជាមនុស្សស្អាតស្អំខ្លាំងណាស់អាកូនអត់អីដូចឯងនេះណាមានតែមនុស្សថោកទៀតទេដល់កំណត់ឲ្យពួកអញនោះមនុស្សល្អគឺគេមិនជ្រុកនោះទេនាងទៅហើយមើលចោះមើលចោះតាកូនចង់កណាកណ្ដាលខៃត្រង់បែបនេះហេតុអីបានជាមានពោះចេញទាំងថ្ងៃអញ្ចឹងអញនិយាយថាម៉េចឯងណាទឹកការរបស់ខ្ញុំកំពុងតែកំងក្តាមឲ្យឈូសហើយនេះចង់ងាប់ឬក៏ចង់រស់ហ៎ចេញអីយ៉ាងគាត់សង្ហាខ្លាំងណាស់សំធ្វើជាបាបារបស់យើងហើយមិនខំទេ
សម្ដែងបន្តទៀតទៅពូសុំលោកកុំប្រកាន់នឹងគេអីណា ខ្ញុំមិនប្រកាន់ទេ មិនបានឈិញបានស៊ីចំណេញឆ្ងាញ់តាន់តិចបានជាប់កហើយយ៉ាងបានជាបរិបទដល់ការដ្ឋានសំណងបាននិយាយថាម៉េច នាងចេះតែរករឿងគេទេឬមួយមនុស្សប្រុសដែលនាងស្រឡាញ់មិនចេះប្រចាំនឹងគេទេ ហើយយ៉ាងអានោះហើយនឹងស្រីលោកខ្លួនតាមផ្លូវនេះណាបើតែពួកអញពីរនាក់គឺសំគ្នាមែនទេហើយបើសិនជាចង់យកកូនបាត់សាប់ពីរនាក់នេះតែចាំយកទៅហេតុអីក៏ថាបាត់ចេញគ្នាធ្វើអី ជើងចិញ្ចឹមតែពីយ៉ាងម៉េច ជីប៉ាម៉ាមីរៀបការហើយអាចារ្យហើយម្ចាស់ថ្លៃអើយហេតុអីបាត់ជាខ្ញុំរៀបការជាមួយមនុស្សដែលទៅស្គាល់គ្នាអញ្ចឹងហេតុអីក៏ចិត្តរបស់អញឆេះឆាំងម៉េះណា មនុស្សស្មានតែខ្ញុំឆេវឆាវមួយពេលបើជាមករៀបការជាមួយនឹងមនុស្សស្រីម្នាក់នេះទៅវិញនៅនាងមិនលាក់បាំងទេខ្ញុំគ្មានផ្ទះគ្មានលុយបើនាងស្ដាយក្រោយអាចទាន់ពេលបានណា អីចាមិនអីទេចាំអត់លុយចាំអត់ផ្ទះពួកយើងទាំងពីរចែកបានណាសោតសំនឹងគ្នាមែនទេ ម្យ៉ាងទៀតខ្ញុំមានប៉ាចូលនិវត្តន៍ អីចាខ្ញុំក៏ដូចលោកអញ្ចឹងមករបស់ខ្ញុំស្លាប់ហើយហើយដូច្នេះថ្ងៃក្រោយប៉ាលោកជាប៉ាខ្ញុំមករបស់លោកជាម៉ាក់ខ្ញុំវិញបានឈីតែបំផុតអញបានរៀបការជាមួយអាសនងនេះហើយជីវិតរបស់ឯងពេលទៅនេះហើយនៅមានកូនពីរនាក់នេះទៀតហើយដូច្នេះអត់មានមុខរបរអីតែពលខ្លួនទេណាអញ្ចឹងកុំបោះបង់ចោលខ្លួនអត់ណាប្រាប់អត់ណាមិនចាញ់មុខចាស់មិនត្រូវប្រហុកអន់ទេថែមទាំងមានខូចនៅក្នុងខ្លួនទៀតទោះបីជាគេជាកម្មករសំណងតាមយ៉ាងណាគេពឹងលើកម្លាំងរបស់គេរកប្រាស់គេមានកិត្តិយសមិនដូចជាឯងទេបើឯងចោលទៅលោកខ្លួនក៏គ្មានអនាគតដែរឯងមិនធ្មប់ឆ្អែមកខ្ញុំស្អាតជាងមែនទេគាត់ស្អាតខ្លាំងណាស់មិញមេថ្មីមានអត់ពុត បើនាងចង់បង្ករឿងខ្ញុំនឹងឲ្យនាងចេញពីក្រុងនេះ ចង់យើងចាញ់ហ៎អញអីទៅ អញ្ចឹងនាងក៏សាកមើលទៅ អីចាប៉ាច់ខ្លាំងដែរតាមនេះចម្លែកយកស្រួយណាស់ពួកយើងចាច់ទីនេះទៅបានតែទៅទៀតសោយកាន់តែខ្លាំងអីចាប៉ាធ្វើបានល្អខ្លាំងណាស់ដឹងស្រីបានសាច់ចាញ់ ដាច់ខានទៅតែមើលច្បាស់ថាពួកគេទៅពីអ្នកនេះជាកូនរបស់ខ្ញុំឬអត់ប៉ុន្តែហានហើយនឹងលឹកពុតជាមុខដូចខ្ញុំណាស់ឬគេជាកូនខ្ញុំ លោកគេនាយកលោកពិតជារៀបការមែនអញ្ចឹងអាចដោះស្រាយជាមួយលោកម្ចាស់បានហើយ លោកតាចង់រកចៅប៉ុន្តែពេលនេះយើងរកចៅបានពីរនាក់ឲ្យគាត់ហើយចាំមកជាញញឹមជួបវិញខាន អាចៅសំអីនេះវារត់ទៅដល់ណាហើយ សួស្តីលោកតានេះគឺជារបស់អនឡាញលោកតាដែលកំង ក្រៃនេះអាចៅប្រុសរបស់យើងតា លោកតាចៅប្រុសលោកតារៀបការហើយសូមលោកតាឲ្យផ្កាយ5ផង អាចៅទៅគួតនេះឯងលេងសើចមែនទេនេះឯងរៀបការជាមួយនឹងមឹងវ៉ាន់ឈិចហើយគេជានរណាគេទៅថែមទាំងមានកូនទៀតផងនេះឯងធ្វើយ៉ាងម៉េច អាចារ្យលោកតានេះគ្រាន់តែជាមនុស្សស្រីធម្មតាមិនមែនជាអ្នកមានអីទេ ស្រីធម្មតាល្អហើយតាចុយណាបាននោះទៅមិនឃើញនៅណា ណែលោកតានាងមិននៅទីនេះទេនាងនៅខាងក្រៅ បាទគ្មានចៅភាសាចូលក្នុងផ្ទះយើងឯងមិនចាំបាច់ចូលទេ លោកតា យើងប្រាប់តែឯងទៅចោះបើគ្មានចៅភាសាចូលក្នុងផ្ទះទេឯងមិនចាំបាច់ចូលទេ លោកតាមិនត្រូវធ្វើអញ្ចឹងទេលោកតាឲ្យធ្វើខ្ញុំទៅណែខ្ញុំដឹងថាលោកតាមិនចិត្តដាច់ទេ យកទៅវ៉ាលីឯងនេះយកទៅកុំចូលទៀត លោកតា ម៉ាមីហេតុអីគាត់អេនអ៊ីមិននៅជាមួយយើងអញ្ចឹងប៉ារបស់កូនប៉ាគាត់វិលទៅរកស៊ីដើម្បីចិញ្ចឹមគ្រួសារណាកូនហើយអញ្ចឹងពេលណាទៅគាត់ត្រឡប់មកវិញទៅម៉ាមីគាត់ណាចេះតែហើយចាំតិច ហើយណែខ្ញុំគ្មានផ្ទះសម្បែងទេអាចទទួលខ្ញុំនៅបានដែរទេណែ ផ្ទះរបស់ខ្ញុំអញញ៉ៃបន្តិចពេលនេះមានតែទឹកមួយកែវទេណាហើយដូច្នេះសូមលោកកុំប្រកាន់ ណែគឺមិនប្រកាន់ទេគឺខ្ញុំទេដែលមករំខាននោះ បានជាលោកគ្មានកន្លែងជ្រកកាន់អញ្ចឹងនៅការដ្ឋានអត់មានកន្លែងស្នាក់ទេអី ណែអញ្ចឹងទេគឺខ្ញុំធ្វើបាបអ្នកម៉ៅការដូច្នេះហើយទើបគ្មានការងារធ្វើ អញ្ចឹងក៏ល្អដែររកការងារបណ្ដោយទៅណាការងារនៅការដ្ឋានមិនសូវមានសុវត្ថិភាពទេ នឹងហើយ ប៉ាមកឲ្យមែនទេហើយយ៉ាសប្បាយចិត្តខ្លាំងណាស់ប៉ាមកគេងជាមួយខ្ញុំហើយប៉ាគេងជាមួយខ្ញុំហើយនឹងម៉ាមីទៅណាពួកយើងបានគេងជាមួយគ្នាហើយអេចាំសិនខ្ញុំក៏អញ្ចឹងដែរហើយយ៉ាណាហើយចាខ្ញុំគិតថាពួកយើងទាំងអស់គ្នាគេងជាមួយគ្នាហ្មងទេ គេជាមួយគ្នាតែនាងគិតច្បាស់ហើយឬនៅខ្ញុំជាមនុស្សប្រុសអត់ដែរណែសុភាវៈខ្លះក៏វារស់រវើកដែរ អាយលោកគិតចិត្តចាខ្ញុំមិនមែនស៊ីលោកទេ ពួកគេទាំងពីរនាក់គេងលក់ហើយ គេគួរតែគេងលក់អី ណែ ណ
តាមពិតទៅគឺនាងចិញ្ចឹមកូនជាច្រើនឆ្នាំមកនេះពិតជាមិនងាយស្រួលនោះទេ គឺដូចជាមានការប្របាក់ណាដល់ផ្ទះពីកន្លែងមួយទៅកន្លែងមួយពេលយប់ត្រូវឲ្យពួកគេតាមទីពេទ្យទាំងកណ្ដាលជុកពេលថ្ងៃត្រូវជូនគេទៅរៀនរកស៊ីចិញ្ចឹមគេទៀតអេបើតែទុកចិត្តចាស់ខ្ញុំអាចចិញ្ចឹមលោកបានទៀតណា អីចានាងថាម៉េចនាងអាចចិញ្ចឹមខ្ញុំបានដែរហ៎ ត្រូវហើយឲ្យយើងបានរៀបការជាមួយគ្នាចាំខ្ញុំការពារលោកទុកចិត្តចាស់ណានិយាយអញ្ចឹងថ្ងៃស្អែកត្រូវទៅធ្វើការទៀតតែន អីចាណែនាងចង់ឲ្យខ្ញុំធ្វើជាអ្នកដឹកជញ្ជូនណា ត្រូវហើយ ខ្ញុំគឺជាអ្នកនៅជាងជើ ហើយយ៉ាងចៅអីគេទៅអ្នកមានអីក្រៅពីអីទៅណាគេម្នាក់នោះគឺគ្រាន់តែតកល់ដូចឈ្មោះដូចម្នាក់ដែលឈ្មោះបឹងវ៉ាន់ឈីននៅប្រទេសចិនគឺមានរាប់មិនអស់ទេរាប់ម៉ឺនអ្នកឯនោះឧទាហរណ៍បើសិនជាខ្ញុំបានធ្វើជាប្រពន្ធកពូអ្នកមាននោះវិញណាអើយបានហើយបាននិយាយច្រើនទេថ្ងៃនេះទៅធ្វើការណាត្រូវតែខំធ្វើការបន្តិចលឺអត់ទៅចូលទៅឲ្យតែប្រឹងប្រែងបន្តិចគឺច្បាស់ជាបានជោគជ័យ លោកអគ្គនាយក ណែទៅសិនហើយណា ជួយរកមនុស្សចំនួន10នាក់ឲ្យខ្ញុំដើម្បីឲ្យខ្ញុំដឹកជញ្ជូនអីវ៉ាន់សម្រាប់ថ្ងៃនេះតាមមានអ្វីទេ គឺកម្មវិធីកាត់ខ្សែបូហាងទំនិញនៅមានសន្និសិទវីដេអូ World Trade អញ្ចឹងអញក៏ជួយសញ្ញាជំនួសផងណា បាទ លោកប្តីអើយផ្លេចយកមួហើយណាមួ ហេតុអីបានជាមកអញ្ចឹង ហើយខ្ញុំក៏ប៉ុណ្្នឹងហើយនៅផ្លេចបុកផ្លេចតែ ហើយយកអីស្រីម្នាក់នេះជាស្អីទៅ មកទីនេះមិនដែរណាមកទីនេះទៅហើយមកយកសំនេះនេះហេតុអីបានជាគេមកខ្ញុំហើយលោកមកទីនេះធ្វើអីអត់តែដឹកអត់ទេអីហើយមើលចាស់ដល់ខោអាវទៀតតែខោអាវល្អតើទូគេទៅជួពីលោកអគ្គនាយកភ័យតើទូគេទៅជួពីអគ្គនាយកភ័យលោកប្តីមានរឿងអីទេ អូណែគឺបងមកកំដរអគ្គនាយកភ័យទេអូនេះគឺគាត់នឹងហើយគឺជាអគ្គនាយកភ័យនោះណែអគ្គនាយកភ័យនេះគឺជាប្រពន្ធរបស់ខ្ញុំបងជាកូនចៅរបស់គាត់ទេ ខ្ញុំអគ្គនាយកភ័យពិតមែនហើយគឺខ្ញុំជាអគ្គនាយកភ័យនេះគឺជាប្រពន្ធរបស់កូនចៅរបស់ខ្ញុំខាងនេះមែនទេកូនចៅរបស់ខ្ញុំធ្វើការងារបានល្អណាស់បាទនាងបោះបង់ចោលពុតជាស្ដាយក្រោយមិនខាននោះទេខ្ញុំប្រាប់នាងទៅណា លោកកាន់យកសំលោកទុកចិត្តចឹងណាខ្ញុំនឹងមើលថាគេឲ្យល្អបំផុតណាអូខេកំរងនេះកាន់យកណាចូលចិត្តទុកដាក់អ្នកមក លោកអគ្គនាយកភ័យអីពិតជាមិនងាយទេតែខ្ញុំបានជួបលោកដោយផ្ទាល់ពិតជាសំណាក់ខ្ញុំហើយ កាន់យកភ័យ មែនហើយគាត់គឺជាអគ្គនាយកភ័យខ្ញុំមិនមែនទេលោកច្រឡំហើយ ត្រូវហើយគេចម្ដីរបស់ខ្ញុំមិនមែនជាកាន់យកភ័យទេកាន់យកភ័យទៅបាត់ទេ អាយ៉ាអគ្គនាយកភ័យទោះបីជាលោកខ្លាចទីស្អីក៏ដោយក៏ខ្ញុំអាចចាំមុខលោកបានច្បាស់ដែរលោកអគ្គនាយកភ័យខ្ញុំបានរៀបចំពិធីស្វាគមន៍ចំពោះលោកហើយសូមអបអរលោកអគ្គនាយកភ័យដែលបានមកដល់ជិញ្ជើជាមនុស្សដែលមានសប្បុរសធម៌ទទួលបានប្រយោជន៍ធំទទួលបានគេហដ្ឋានថែមទៅជាអ្នកផ្សព្វផ្សាយអប់រំ លោកកាន់យកលោកប្រធានក្រុមហ៊ុនភ័យលោកប្តីចាំទី1លោកប្តីចាប់ចង់ទៅផ្ទះ ជាមនុស្សដែលមានសប្បុរសធម៌ទទួលបានប្រយោជន៍ធំទទួលបានគេហដ្ឋានថែមទៅជាអ្នកផ្សព្វផ្សាយអប់រំសុខភាពសុខុមាលភាពសាធារណៈមិនបានជំរឿមិនឃើញអញ្ចឹងហ៎ប្រហែលជាឆ្លងចរន្តអគ្គិសនីទេដឹងអីទៅមើលទៅបាទសំណាងឲ្យតែខ្ញុំមកតន់កុំអីប៊ីសបាត់ទៅហើយតោះប្រញាប់ទៅលឺឡើង ហើយចាំបាច់រត់គាត់ស្អីទេ ណែបងមានរបស់ត្រូវដឹកជញ្ជូនទៀតគឺបងត្រូវដឹកឲ្យបានឲ្យភ្ញៀវ គេឲ្យលោកធ្វើជាអ្នកកំដរលោកភ័យលោកចាំបាច់ទៅធ្វើជាអ្នកដឹកជញ្ជូននាំផាប់ខ្លួនធ្វើអីធ្វើជាអ្នកកំដរគេល្អណាស់តែមិនត្រឹមតែប៉ុណ្្នឹងទេស្រួលខ្លួនទៀតផង បើសិនជាបងជាអគ្គនាយកភ័យឈើតើអូនរត់ចោលបងដែរទេហ៎ លោកអើយបើសិនជាបងជាអគ្គនាយកភ័យមែននោះណាខ្ញុំនឹងលេងបងចោលភ្លាមលើអី ហេតុអីអញ្ចឹង ពីព្រោះថាស្ដីរបស់បងដំណើរការមិនល្អហ្នឹងណាបងនេះល្ងងណាស់តែតួខ្លួនឯងជាអគ្គនាយកភ័យហើយខ្ញុំក៏ល្ងងដែរចាត់ទុកបងជាអគ្គនាយកភ័យខួរក្បាលរបស់យើងនេះដំណើរការមិនល្អដូចតែគ្នាហ្នឹងដូច្នេះបណ្ដាកូនយ៉ាងម៉េចទៅត្រូវតែលេងលះ បើអញ្ចឹងគឺអូនបិទភ្នែកទៅបងនឹងប្រាប់អូនការពិត ថាម៉េច ពួកម៉ោងដឹកជញ្ជូនហើយទៅហើយប្រពន្ធសំណាញ់បងបញ្ញាទៅដឹកជញ្ជូនហើយបាយបាយ មនុស្សចង្រៃមករបស់គេស្អាតណាស់បាត់ជាគួរឲ្យចាប់អារម្មណ៍មែនទេគ្រាន់តែជាមនុស្សដែលមានលុយនោះទៅទៀតហេតុអីបានជាខ្ញុំចិត្តតែនឹកឃើញគេបែបនេះទៅវិញពេលនេះខ្ញុំ
គួរតែបំភ្លេចគេចោលពីបាយបានមកសុភាហើយអីគេនេះសុំទោសខ្ញុំសុំទោសឈួតទេអីធ្វើឲ្យប្រឡាក់ជើងរបស់ខ្ញុំអស់ចង់ស្លាប់មែនទេហាអើយចាយើងមើលឯងខំមិននឹកស្មានថាឯងអត់ជាសម្រាប់ទៅទៀតសម្រាប់នៅក្រៅគេយកដាក់ធំស្រីថោកទៀតឯងនឹងចេញបាយគ្នាវិញបាត់ឈិញឯងចាំមើលទៅណាហើយចាថ្ងៃនេះខ្ញុំអរគុណនាងច្រើនណាស់អាយ៉ាអ៊ំស្រីយ៉ាខួរក្បាលម្នាក់ហ្នឹងគឺចូលទឹកណាហើយដូច្នេះអ៊ំមិនចាំបាច់កាន់នឹងគេទេគេមិនស្មាននៅសម្រាប់ផងបើឃើញបងចៅទេអ៊ំចាមិញបាត់ឈិញឯងចង់តម្រូវការងាររបស់យើងផងណាលោកពូរបស់យើងជាសាច់ញាតិនាយករងតែបងប្អូនគឺសិតតែជាសិស្សរបស់វិទ្យាល័យជាងឈិនសញ្ញាបត្រផ្នែកគ្រប់គ្រងបតែបាត់ឈិញរៀនបានតែពាក់កណ្ដាលប៉ុណ្ណោះគឺមានន័យថាមិនទាន់បានបញ្ចប់ដល់ឡើយទេមែនទេចាត្រូវហើយចាប៉ុន្តែនៅក្នុងសេចក្តីប្រកាសដូចជាគេមិនទាមទារបទពិសោធន៍អីទេមែននេះរៀនមិនទាន់ចាប់វិទ្យាល័យផងអាចធ្វើអីកើតទៅហើយចាបច្ចុប្បន្នម៉ាក់ប៉ាខ្លាំងណាស់តែខំបង្កើតកូនមករៀនមិនទាន់ចាប់វិទ្យាល័យហើយមិនត្រូវមើលថែកូនអត់ពុយ2នាក់ទៀតមិនដែលធ្លាប់ស្គាល់របស់ល្អផងបើសិនជាមានតែជើងកាត់ចំណុចទៅមកថាអាចចេះមានកម្រិតខ្លះបច្ចុប្បន្នចាស់ហាងត្រំបានយកមកជួយដេមាត់ទៅតែបែបនេះចាប់ផ្ដើមធ្វើតេស្តណាក៏ដោយបើសិនជាក្នុងរយៈពេល1ម៉ោងលោកបាន100ម៉ឺននោះអ្នកនោះនឹងមានឱកាសឈ្នះតំណែងនេះហ៎100ម៉ឺនលោកភ័យនេះគឺជាផ្សារដែលលោកចូលពីហ៊ុនម៉ាក់ជាហៅ logo នេះគឺ SCC ជាប្រេល្បីមកពីបរទេសតាមពិតគឺនាងដាក់សម្ភារការងារនៅទីនេះអ្នកនាងតូចខ្ញុំប្រាប់អ្នកនាងទៅចោះអ្នកនោះគឺជាអតិថិជន VIP បើសិនជាចង់ឈ្នះតំណែងនេះគឺមានតែគេទេចាអរគុណសួស្តីលោកខ្ញុំគឺជាអ្នកកាន់ផ្លាកប្រចាំប្រទេសហាង SCC មកល្បីបំផុតអន្តរជាតិផលិតផលរបស់ពួកយើងគឺមានតម្លៃប្រូម៉ូសិនមហាសាលនៅទីផ្សារទទួលស្គាល់វិនិយោគពេញនិយមគ្រាន់តែទិញកាបូបក៏អាចវិនិយោគបានដែរចាប្រកាសហើយមកចាំខ្ញុំណែនាំលោកឲ្យឃើញរបស់ណាលោកឃើញកំពុងតែពេញសំទោនេះគឺជារបស់ខ្ញុំទេនេះជាសមត្ថភាពគេណាលោកម្ចាស់កាបូបមួយនេះទៅចុះថ្មីសម័យនេះគេលេងផលិតផលណាដែលសាច់តែអស់ពីស្តុកណាឆ្នាំមុនតម្លៃរបស់វាគឺ28ម៉ឺនឯណោះឆ្នាំនេះតម្លៃរបស់វាគឺហក់ឡើងដល់តែ82ម៉ឺនចាលោកទៅមើលឆ្នាំក្រោយៗតើត្រូវហក់ឡើងប្រហែលទៀតទេដូច្នេះគឺស្មានមិនត្រូវទេលោកមើលទៅគឺគ្រាន់តែផាន់គេណោះអឺបាត់ខ្ញុំតិចអរគុណចាំខ្ញុំលោកណាហេតុអីក៏លោកវ៉ាន់ឈិញមានសំណាងខ្លាំងម៉េចជួបជាមួយអ្នកធំដល់ថ្នាក់នេះនេះជាកាបូបរបស់លោកខ្ញុំមិនស្គាល់ច្បាស់ពីផលិតផលទេតើនាងអាចជួយណែនាំខ្ញុំតើបានទេទនាឬអត់នៅយប់នេះអីចានាងហ៊ានកាច់ដៃរបស់ជើងភោគនេះមិនមែនជាកន្លែងរបស់ឯងទេគុកទេតែឯងគួរតែទៅនោះនេះគឺតែខ្លួនឯងគឺជានរណាគេដែលហ៊ានប្រហែលដាក់ជើងបែបនេះចឹងនេះយើងឲ្យរស់គឺរស់ឲ្យស្លាប់គឺស្លាប់តែត្រូវតែឲ្យនេះអាចារ្យចាំមិនទៅឲ្យបងប្រុសបងចាំមិនទៅឲ្យតើបងអីទេសុំទោសណាមកចាំខ្ញុំឯងជំនួសណាកញ្ចប់មួយនេះគឺទុកលឿននាងហើយនាងត្រូវអរគុណខ្ញុំយ៉ាងម៉េចទៅលោកឲ្យខ្ញុំអរគុណយ៉ាងម៉េចក៏បានដែរណានេះជាភ្ញៀវដែលខ្ញុំខំអត់ដែរហេតុអីក៏កលឲ្យគេកាប់បច្ច័យគេប្រើល្បិចទាំងអស់គ្នាក៏ដឹងដែរមែនទេយើងរើសមនុស្សតាមសមត្ថភាពមានអតិថិជនឲ្យលុយជាសមត្ថភាពគេតើហាងនេះហេដែលល្បីឈ្មោះលំដាប់ទីក្រុងឆាំងឆាំងហាង SCC ជាហាងទំនើបបំផុតហេតុអីក៏ស្មោកគ្រប់យ៉ាងនេះចាំតែស្មានតែងាយស្រួលណាស់មែនទេបងសម្លាញ់ណាគេជាអ្នកធ្វើបងទៅរបួសណាបងចង់ឲ្យគេទៅអញ្ចឹងពួកអើយចាប់នាងឲ្យយើងភ្លាមឲ្យនាងអោនក្បាលគោរពយើងភ្លាមទៅមិនភ្លេចចេះធ្វើបានមនុស្សស្រីលោកគិតថាពួកគេទាំងអស់គ្នាស្លាប់ហើយមែនទេអ្នកទាំងអស់គ្នាប្រហែលជាស្លាប់មែនទេនៅជាងឈិននេះនៅនៅថាមិនស្គាល់យើងនោះនាងឆាប់រត់ជង្គង់ទៅចាំអង្គុយចុះហើយអង្គក្បាល3ដងទៅពួកអញថាប់ទៀតណាឆាប់ភ្លាមពួកឯងឆាប់ភ្លាមពុទ្ធសម្លាញ់នេះអូនមិនអីទេខ្ញុំមិនអីទេអើចង្រៃឯងជានរណាគេមកនិយាយថ្ងៃជាមួយនឹងរឿងរបស់ជើងហ៎ចាប់ការទៅបងធំអញដឹងថាគាត់ជានរណាទេហេតុតែឯងវាយគាត់ខ្ញុំមិនវាយមនុស្សស្រីទេទុកថាខ្លួនបានទៅចាស់ទោះខ្ញុំជាអ្នកវាយអញហេតុវាយយើងផងឯងចាំមើលណាយើងនឹងប្តឹងឯងហើយវិវ័យពួករបស់លីងយ៉ាងគឺជានាយករងទីផ្សារណាគេច្បាស់ជាលើកលែងអញហើយនឹងខ្ញុំទេគ្រាន់តែជានាយករងម្នាក់ហ៊ានវាយប្រពន្ធរបស់ជើងផងមែនទេក្នុងរយៈពេលតែ1នាទីទេត្រូវឲ្យពួកគេចេញពីតំណែងនេះភ្លាមបាទអញគ្រាន់តែជាអ្នកដឹកជញ្ជូនម្នាក់ហេតុអីក៏អញខាងខ្លាំងម៉េចអញចាំមើលតពូរបស់យើងមកអញច្បាស់ជាអោនក្បាស់គ្រប់គាត់ជាមិនខានអើយលោកពូវ៉ាណែកុំទៅរវល់អីតែគេហៅផ្សារទំនើបនេះជាផ្សារទំនើបរបស់លោកភ័យអញ្ចឹងអាណាគេថ្លាប់ធំម្លេះហ៊ានធ្វើបាបក្មួយស្រីរបស់យើងអាណាគេថ្លាប់ធំម្លេះហ៊ានធ្វើបាបក្មួយស្រីរបស់យើងលោកពូវ៉ាគេវាយខ្ញុំណាលោកពូ
នឹងមានវាយខ្ញុំទៀតបើលោកប្រពពីBMGទេខ្ញុំលែងជាភៀវ VIP របស់លោកទៀតលោកទុកចិត្តចុះថ្ងៃនេះខ្ញុំនៅបដៅពួកគេឲ្យចាស់ដៃតែម្ដងរកខុសត្រូវឲ្យលោកមើលទៅថ្ងៃនេះលោកចង់បង្កបញ្ហាធំហើយមើលទៅហាត់ស្អីគេមិនស្គាល់ខ្ញុំទេលោកហានគឺជាជំនួយការរបស់លោកភ័យគេកំពុងទៅនៅទីនេះឲ្យចុះម្នាក់នោះគឺជាលោកនឹងឈប់ស្អីទៀតត្រូវទៅដល់ស្រ័យឲ្យខ្ញុំលោកភ័យស្អីគេឯងហ៊ាននិយាយសម្ដេចដាក់គាត់ហើយ លោកអគ្គនាយកលោកអគ្គនាយកលោកក៏ចេះនិយាយលេងដែរណា អាចាអូនកុំលេងសាច់អីអាយ៉ាអ្នកទាំងពីរមានការយល់ច្រឡំអីទេដឹងអីមានការយល់ច្រឡំពួកគេទាំងអស់គ្នាចង់ឲ្យប្រពន្ធរបស់ខ្ញុំសំទោសថែមទាំងលោកអ៊ូទៀតផងគាត់និយាយមើលងាយស្ដីបន្ទោសនេះចាត់ទុកថាជាការយល់ច្រឡំមែនទេអត់ទេតាមមើលទៅមានការយល់ច្រឡំទេសិតតែជាកំហុសរបស់ខ្ញុំទេជាកំហុសរបស់ខ្ញុំលោកពូនិយាយអីគេហ្នឹងលោកពូចាត់ការគេទៅធ្វើឲ្យគេហ្នឹងស្ទើរស្លាប់ស្ទើររស់តែពូចាបិទបត់ឯងទៅលោកពូហ៊ានវាយខ្ញុំដល់សារតែពួកវាទាំងអស់ហ្នឹងមែនទេឆាប់បិទបត់ឯងទៅបើឯងនៅតែនិយាយទៀតយើងនឹងបណ្ដេញឯងចេញពីក្រុងនេះមិនខំនេះគ្រាន់តែជាស្រីលក់ខ្លួនលូវ៉ាន់ធីងហើយនឹងប្តីរបស់គេជាងសំណងហ្នឹងអីចាអើយពួកជាប្តីប្រដាស់មែនមានខួរមិនចេះគិតសោះទៅមកឯងនេះមានតែជឿក្មេងទុយម្នាក់នេះគឺបំភ័យយ៉ាងនេះទៅហើយលោកនៅហ៊ានវាយក្មួយស្រីរបស់លោកទៀតមែនទេហ៎ហេបើឯងចង់ស្លាប់ឯងស្លាប់តែឯងទៅក៏នាំទុកដាក់ជឿជុករយយើងគឺជាភ្ញៀវ VIP របស់ឯងភ្ញៀវ VIP ស្អីទៅចាប់ពីថ្ងៃនេះទៅឯងត្រូវអូសចូលក្នុងបញ្ជីខ្មៅហើយសន្តិសុខឆាប់អស់វិជ័យពីទីនេះទៅហើយមិនត្រូវឲ្យវាឈិតជើងចូលពីទីនេះទៀតទេបើតែជឿយើងគឺជាដៃគូសហការក្រុមហ៊ុនភ័យយើងនឹងទៅប្តឹងជាមួយនឹងលោកភ័យតាមរឿងអីទៅអ្នកចំនួនតូចតាបោះបង់ការបញ្ជាទិញរបស់ពួកគេបាទលោកអគ្គនាយកភ័យដកការបញ្ជាទិញមែនទេគេជាមនុស្សចឹងម៉េចពួកគេបំបែកកិច្ចសន្យាហើយក្រុមហ៊ុនរបស់យើងកំពុងតែខ្សែធនហើយអីយោវីបអើយមិននេះខ្លាំងដូចជាកបីពេលនេះមិនក៏ខ្លាចទៅជាឆ្កែទៅហើយអាចមកពីជំនួយបរាជ័យមើលទៅបរិយាកាសមួយនេះក៏មិនល្អចំពោះគេទេមើលទៅក៏ដូចជាមនុស្សបែកគ្រប់គ្នាបាញ់ក្មួយស្រីរបស់ខ្ញុំមានអាកប្បកិរិយាមិនល្អសូមទោសអ្នកទាំងអស់គ្នាជំនួសផងមានលក្ខខណ្ឌយ៉ាងម៉េចខ្ញុំអាចបំពេញបានសូមនាងនិយាយប្រាប់មកខ្ញុំចុះលោកឆ្កងចាស់សុំតផងខ្ញុំដឹងកំហុសហើយណាសុំតអភ័យទោសឲ្យខ្ញុំផងខ្ញុំសុំវឯងមិនមែនដឹងខុសទេប៉ុន្តែឯងដឹងថាខ្លួនឯងស្លាប់អើយអត់ទេខ្ញុំពិតជាដឹងខុសមែនហើយខ្ញុំសុំទោសខ្ញុំដឹងខុសបានហើយខ្ញុំមានជំនឿស្អាតមិនចង់ឃើញឯងទេឆាប់បាត់ពីមុខរបស់ខ្ញុំទេបាទថ្ងៃក្រោយបាទនាងរករឿងនាងបានជិញទៀតលោកអគ្គនាយកភ័យច្បាស់ជាកំចាត់នាងចាញ់ហើយមកលឺឡអរគុណលោកពូជាអគ្គនាយករងទីផ្សារហេតុអីក៏លោកពូអោនក្បាច់ចំពោះវានេះឯងពិតជាល្ងងមែនគាត់គឺជាអគ្គនាយកភ័យគឺជាអគ្គនាយកភ័យណាបោះបង់ការបញ្ជាទិញរបស់ពួកគេបាទប្រុសម្នាក់នេះពិតជាមិនធម្មតាទេគេមានសិទ្ធិស្មើនឹងអគ្គនាយកភ័យគេរៀបការជាមួយវ៉ាន់ធីងការប្រមាថថ្ងៃនេះយើងនឹងសងថាអីវិញការសុភីប្រពន្ធរបស់ខ្ញុំតើចាំមិនដែរអត់បញ្ហាទេបានជួបតែនាងបឹងខ្ញុំបានជួបជាមួយអ្នកលក់ដែលល្អបំផុតដូចជាគេគឺច្បាស់ជាជោគជ័យពីការងារលោកស្រីចាំមកធ្វើការក៏ធ្វើការតែបើចង់សម្រាប់នៅផ្ទះក៏សម្រាប់ចាស់មិនចាំបាច់ផ្ដោតសំណឹងទេណាប្រាក់ខែតាមការគួរអត្ថប្រយោជន៍បុគ្គលិក SCC ល្អដល់ម្លឹងផងអេស្អីហើយអូសូមស្វាគមន៍បុគ្គលិកឆ្នាំ SCC លំដាប់អន្តរជាតិពិតជាអស្ចារ្យមែនចាត្រូវហើយមានសិទ្ធិដល់ម្លឹងផងរឿងដោះស្រាយរួចហើយពួកយើងទៅផ្ទះវិញទៅរួចហើយខ្ញុំមើលទៅគឺដូចជាចំណាយណាក៏បងមកដល់ភ្លាមគ្រប់រឿងទាំងអស់គឺតែងតែដោះស្រាយរួចអ្នកចាត់ការទីផ្សារហេតុអីក៏ខ្លាចបងយ៉ាងនេះដូចជាផ្លែចម្លែកចាំមិនដឹងទេមិនយល់សោះដូចជាមានអីអាកំបាំងមិនដឹងទេផាយ៉ាន់ហេតើបងមានអីលាក់បាំងជាមួយខ្ញុំមែនទេឆាប់និយាយមកបងមានឋានៈអីទេបងមែនទេអច្ចាអូនមើលច្បាស់ទៅមើលគឺដោយសារតែអគ្គនាយកទេបញ្ហាទាំងឡាយគឺគាត់ជាអ្នកដោះស្រាយអូនមើលមកបងតើស័កសមជាអ្នកដោះស្រាយបញ្ហាដែរទេហ៎មើលលោកភ័យនេះគឺជាគុណបំណាច់របស់លោកណែមែនហើយជាខ្ញុំគឺជាខ្ញុំលោកនាយកភ័យអញ្ចឹងតាបានជាពេលល្ងាចមនុស្សទាំងអស់ឲ្យតែឃើញលោកភ័យគឺតែឆ្លាតប្រពន្ធសម្លាញ់អូនពិតជាឆ្លាតមែនហើយចាលោកភ័យលោកជាមនុស្សមានមុខមាត់យ៉ាងនេះហេតុអីបានជាលោកមិនជួយខ្ញុំចាត់ការមនុស្សសម្លាញ់នោះចោលទៅមកពីនេះគឺជាអ្នកបុគ្គលិករបស់យើងកន្លែងទីនេះគឺដូចជាគ្រួសារតែមួយអញ្ចឹងកំឡៃតែថាលេងល្បែងប៉ាម៉ាក់ឈឺបងប្អូនឈឺខ្ញុំដោះស្រាយបានទាំងអស់ហ្នឹងអ្វីដែលសំខាន់គឺកុំឲ្យធ្វើឲ្យហាងរបស់យើងនឹងមានកេរ្តិ៍ឈ្មោះមិនល្អអតិថិជនគេលេងចូលមកពួកយើងច្បាស់ដាច់ហើយធ្វើបែបនេះគេហៅថាសច្ចាបាទចាកែវកូនម៉ាក់មានដំណឹងល្អចង់ប្រាក់ដំណឹងអីគេទៅម៉ាក់រកការងារបានធ្វើហើយកូនចាមែនម៉ាមីល្អខ្លាំងណាស់ម៉ាមីខ្ញុំលេងសម័យដេកក្រោមស្ពានទៀតហើយម៉ាមីមានប៉ាម៉ាក់នៅទីនេះទៅហើយតើឲ្យកូនទៅដេកនៅក្រោមស្ពានយ៉ាងម៉េចទៅកូនសំអុយក្នុងការភ្នែករបស់កូនម៉ាក់លេងបានការហើយមែនទេហើយម៉ាក់បានការតែប៉ុន្តែបើសិនជាម៉ាក់មានប៉ាទៀតនោះម៉ាក់បាច់ប្រឹងប្រែងច្រើនពេកទេតែតាមខ្ញុំមកបងតាកំរឹតឈប់សិនចាំឲ្យមកតាមតែអត់អត់ទេលឺឡើងបានឈីបងមានរឿងមួយចង់សួរអូនតើបានទេសួរម្ចាស់ចុះប៉ារបស់ក្មេងទាំងពីរអ្នកនេះគេទៅណាហើយ
យាយនេះចង់បងចៅ អត់ទេបងគ្រាន់តែខ្លាចថាប៉ារបស់គេនេះមករករឿងក្មេងតែពីរនាក់នេះ កាលពី ទេ រយៈពេល6ឆ្នាំមុនព្រោះតែខ្លាចព្យាបាលជំងឺខ្ញុំក៏បានធ្វើជាអ្នកដឹកជញ្ជូនខ្ញុំបានទទួលការបញ្ជាទាំងមួយគេបានឲ្យខ្ញុំដឹកទៅបន្ទប់808នៅសន្តាគារផ្សេង នៅសន្តាគារបន្ទប់808 ហើយបងផ្ញើផ្អើអីគេហ្នឹងធ្វើឲ្យគេលួចប្រឡឹងអត់ទេបងគ្រាន់តែនិយាយថាបន្ទប់សន្តាគារនោះវាថ្លៃហ្នឹងហើយភ្ញៀវម្នាក់នេះក៏ជាអ្នកមានទៀត នៅពេលនោះក្រោយមកទៀតខ្ញុំក៏បានចូលទៅក្នុងបន្ទប់ម៉ាមីប៉ាប៉ាឡាហៅឈាមហើយ អគ្គនាយកចុងក្រោយក៏លោកនៅតែមិនបានសួរគឺខ្ញុំរវល់ទៅលៀបថ្នាំឲ្យកូនគេជុំផងគីឡូឡាពេញនឹងគេគ្មានលក់ទេមានពេលណាទៅសួរទៅឯងយកពេលទៅស៊ើបមើលបន្តិចទៅថាម៉ងវ៉ាន់ឈិញនេះគឺជាអ្នកដឹកជញ្ជូនមែនទេបាទអគ្គនាយកបើតាមមើលទៅលោកប្រុសតូចហើយនិងនាងតូចគឺមើលទៅដូចជាកូនរបស់លោកនៅតែរងចាំលទ្ធផលចេញតែប៉ុណ្ណោះអាយ៉ាបើចៅប្រុសហើយនេះឯងមានចៅឲ្យជើងពោហើយមែនទេហ៎លោកតាហេតុអីបានជិះមកលួចស្ដាប់គេអញ្ចឹងអាចចៅស្បៃហើយឯងមានដោះកូនហើយនៅមកប្រាប់យើងទៀតធ្វើឲ្យយើងនេះចេះតែភ័យព្រួយខ្លាចតែអត់មានអីបន្តវងតកូលទៀតល្អហើយអឡូប្រញាប់យករោបព្រះនាងរជ្ជកាលឈីកដែលទៅតែដេញថ្លៃកម្មខែមុនយកមកឲ្យយើងហើយអស់លុយ1បាតទៅថាម៉េច100លានលោកតាគេមិនដឹងថាខ្ញុំជាអគ្គនាយកភ័យទេថាម៉េចឯងធ្វើជាអ្នកក្រហើយខ្លាចចាំភាសាស្រីរបស់យើងឃើញទ្រព្យសម្បត្តិរបស់ឯងលុបលុតមែនទេហ៎នេះឯងធ្វើបែបនេះដើម្បីដឹងពីចិត្តកំណត់របស់គេមែនទេហ៎បានលោកតាប៉ុន្តែមើលទៅនាងគឺមិនប្រកាន់ខ្ញុំនោះទេអាចចៅចំនួនឯងខ្លាចទៅជាមនុស្សបោកប្រាស់គេហើយអាចចៅចំនួននេះឯងបំឡំខ្លួនធ្វើជាអ្នកដឹកជញ្ជូនហើយយើងធ្វើជាសត្វតសុកគ្រាន់តែពាក់ឯកសណ្ឋានវាអីពិបាកហើយគុជមួយនេះច្បាស់ជាឲ្យចៅភាសាស្រីយើងហើយអេឈប់ឲ្យសុំមើលការងាររបស់នាងតិចយ៉ាវអូមិនមែនទេអរគុណហើយសុំជួយចូលនេះឈប់ខ្ញុំសុំមើលការងារតិចមើលទៅនាងដូចជាបរទេសអញ្ចឹងណែរូបរាងស្អាតបាតក៏តែមិនមែនទេសុំជួយចូល អេឈប់សិនហេតុអីក៏មើលតែក្មេងៗមិនក៏មិនមើលខ្ញុំផងមកពីខ្ញុំចាស់ពេកមែនទេលោកតា អើយបាទហើយឆាប់ចូលទៅអាយុរបស់នាងគួរតែលេហើយមិនអាចប្រៀបធៀបជាមួយនឹងចៅភាសារបស់ខ្ញុំបានទេ អូចាប់ប៉ាអំការរកមនុស្សអីគេហ្នឹងហេតុអីក៏ហាក់ហាក់ម៉ែអ៊ំចាំខ្ញុំជូនអ៊ំតែរណាពិតជាចិត្តល្អមែនអរគុណច្រើនហើយមកវ៉ាន់ឈីង ចា អាយ៉ាណែមុខមាត់ក៏ស្អាតអត្តចរិតក៏ល្អពិតជាល្អមែនពិតជាល្អណាស់ លោកតាមានការអីទេខ្ញុំជួយលោកតាតាមទីពេទ្យ ថាបើនាងហៅខ្ញុំជាលោកតាមែនទេអូល្អណាស់ល្អណាស់ គាត់មានបញ្ហាអីខួរក្បាលទៀតដឹង ណែអាយ៉ាចៅស្រីតាមានរបស់មួយឲ្យឯងពាក់នេះគឺជារបស់ដែលតាចង់ជូនឯងយកទៅ ខ្ញុំអាចចរបស់ហ្នឹងទេ អាយ៉ាចៅក៏បាក់និស័យអីចៅពាក់របស់នេះទៅមកវ៉ាន់ឈីងនាងឆាប់ចេញមកនាងធ្វើបែបនេះតាមមានន័យយ៉ាងម៉េចប្រពន្ធរបស់ខ្ញុំត្រូវសម្រាប់កូននាងគួរតែផ្ដល់ប្រាក់5លានឲ្យខ្ញុំមក ជីឆាងប្រពន្ធរបស់ឯងពួតធំយើងមានបានទៅធ្វើពួតធំណាមិនក៏ចិត្តទៅទាលុយយើងអញ្ចឹងឯងនិយាយចឹងអត់ខ្លាចទេណាវ៉ាន់ឈីងកាលពីពួកឯងនៅពីតូចចាឯងបានបាយគ្នាជាមួយប្តីយើងធ្វើឲ្យគេធ្លាក់ខ្វាក់ភ្នែកឥឡូវនេះរកការងារមិនបានធ្វើទេតែកន្លែងណាក៏គេបាក់ដេសាជាមួយមនុស្សពិការដែរ មិនខុសទេចាប់តាំងពីពេលនោះមកយើងនៅតែក្នុងផ្ទះទេឥឡូវនេះប៉ាម៉ាក់បណ្ដេញពួកយើងចេញទៀតកំហុសគ្រប់យ៉ាងទាំងអស់គឺមកពីនាងព្រោះឲ្យយើងពិការភ្នែក ហើយធ្វើបងធ្លាក់ក្នុងការចឹងហើយនៅបែបហ្នឹងទៀតទេធ្វើជាបងគេចំណុចហ្នឹងមិនមែនទេកាលពីនៅក្មេងគឺឯងជាអ្នកឆ្លាមខ្ញុំហើយឯងក៏ឃើញដែរមែនទេថាខ្ញុំប្រឹងប្រែងយ៉ាងម៉េចខ្លះពេលថ្ងៃខ្ញុំលក់អីវ៉ាន់នៅផ្សារទំនើបពេលយកធ្វើជាអ្នកដឹកជញ្ជូនហើយខ្ញុំថាទៅលក់អីវ៉ាន់នៅតាមចានថ្នល់ជាមួយកូនហើយចូលផ្ទះដល់នោះអ្នកណាចាញ់ឯងអ្នកណារៀបការឯងយកលុយទៅឲ្យប្រពន្ធឯងអស់លុយទាំងអស់នោះជារបស់ខ្ញុំតែឯងចង់ឲ្យខ្ញុំជួយយ៉ាងម៉េចទៀតវាល្មមគ្រប់គ្រាន់ហើយ អត់គ្រប់គ្រាន់ទេនាងធ្វើឲ្យខ្ញុំពិការភ្នែកត្រូវទទួលខុសត្រូវខ្ញុំអស់មួយជីវិតថែមទៅជួយចិញ្ចឹមកូនរបស់ខ្ញុំអស់មួយជីវិតទៀតផង បងថ្លៃតែខ្ញុំគាត់និយាយថ្លៃហើយគឺបងត្រូវតែទទួលខុសត្រូវ ឯងមានអាយុ1បាទហើយ26ឆ្នាំហើយសួរធ្វើអីទៅឯងមិននិយាយយើងស្មានមិនដឹងទេយើងស្មានតែឯងអាយុ3ឆ្នាំតើពួកឯងនៅតែពឹងផ្អែកទៅលើគ្រួសារទៀតឯងគ្រាន់តែជាដង្កូវមួយរស់នៅតែជួបឈៀបបោកស្រីឯងចង់នាំទុកឲ្យគេអស់មួយជីវិតមែនទេហ៎តើកញ្ចាតែឯងចង់ជិះសាច់មែនទេតើកញ្ចាតែឯងចង់ជិះសាច់មែនទេ បងជីខាងឯងយូរហើយគាត់ទៅឈួតហើយនេះសំបីតែមនុស្សចាស់ក៏ឯងបែកដែរមែនទេ ខ្ញុំឈួតក៏ព្រោះតែបងដែរ អាយ៉ាតាំងពីខ្វាក់មកគេមិនអាចចេញទៅណាទេគេនៅតែក្នុងផ្ទះគេតែតែសម័យរឿងអាក្រក់កន្លងមកកាប់ពិតគឺមកពីស្រីចង្រៃនេះអត់គុំតែគេជាអ្នកអង្គឡើងនោះម្លេះប្តីរបស់ខ្ញុំគេមិនពិការអុយឆ្នេះនោះទេ មិនមែនទៅដឹងពាក្យគ្រឿងអលង្ការពេញខ្លួនហើយនៅនិយាយថាខ្លួនឯងជាអ្នកក្រទៀត ហើយមើលគេចាំមើលគេចាំគ្រឿងអលង្ការពាក់ឲ្យស្រីពេញខ្លួន អានេះគេហៅថាអ្នកមានបន្លំខ្លួនធ្វើជាអ្នកក្រ តាកចាអត់ដឹងទេស្រីចង្រៃនេះគេគ្រាន់តែធ្វើការពីមុនចំណែកអូនប្រុសរបស់គេគឺខាត់បងប្រសាគេច្រើនណាស់មកវ៉ាន់ឈីងស្រីចង្រៃឯងត្រូវតែរកលុយ10មកឲ្យយើងណាមិនចឹងទេយើងអុកឯងមិនឲ្យឯងធ្វើការបានទេយើងនឹងតាមឯងដល់ទីបញ្ចប់អាចមើលណាយើងមិនឲ្យឯងរស់បានសុខទេ ថយចេញទៅយើងមើលតែពួកឯងភ្ជួរស្រែលើក្នុងដំរីហើយពិតជាពឹសពលខ្លាំងណាស់ចាប់យើងជួយបោះសម្អាតឲ្យចេញទៅ តាកចាអើយ ចៅភាសាក៏ខ្លាច ថាម៉េចចៅភាសាអីកាប់បិទចៅរបស់ឯងធ្វើឲ្យគេមានផ្ទៃពោះមុនពេលរៀបការថាទាំងធ្វើឲ្យមានកូនអស់ពុយពីអ្នកទៀតកាលពីមុនធ្វើជាអ្នកដឹកជញ្ជូនក្ររហាមហើយពេលនេះថាទាំងលេចអាសុនតែសុខក្ររហាមម្នាក់ទៀតគ្រួសាររបស់ពួកឯងទាំងអស់គ្នាគឺសិតតែរហាមពួកឯងក្រមកពុយក្រតាំងពីកូនរហូតដល់ចៅ មានកូនហើយ ខ្ញុំហ
ហើយចាតាកាចាតាអត់ដឹងទេហីចៅភាសារបស់តាកាលពីនៅរៀនណាគេដាប់អេផ្ដាក្រោយមកក៏សាប់តែមានកូនអត់អើមិនដឹងថាពុករបស់វាជាណាទេ អូមិននឹកស្មានសោះមើលទៅនឹងស្អាតដែរតែមិនគួរណាចរិតបែបហ្នឹងទេ មិនតាមថាអន់ទេខាងតែថោកទៀតតា កុំចែកចាយនិយាយនោះអាយ៉ាវបាននិយាយថាកូនរបស់វត្តឈីគេកូនបង្កើតរបស់គេ លោកតាអើខ្ញុំសុំទុំហងចាស់មិនមែនជាកូនរបស់គាត់ទេលោកតា ស្រីអត់គេខ្មាស់ដូចឯងនេះប្រហែលជាយល់ថារបស់មានតម្លៃគឺគេស្រួលបាក់ហើយមិនទៅនោះ បាទហើយស្រីចង្រៃអីនឹងបាត់អាក្រក់ដែរគ្រាន់តែហាមាត់ភ្លាមដូចចេញមកនេះយើងដឹងដល់បង្រៀនបតាំងហើយថាសណ្ដាតដូចនេះដូចយ៉ាងម៉េចចេញចៅភាសារបស់យើងស្លូតបូតឯចេះតែនិយាយតែភ្នែកតែផ្ដាស់ចិត្តអបល័កគ្មានការគោរពសូម្បីតែគ្រួសារខ្លួនឯងក៏មិនឲ្យតម្លៃដែរបងប្អូនបែបនេះកាត់ការចោលតែម្ដងទៅតែកញ្ចាស់ហ៊ានជេរដល់យើងផងជឿទេថាយើងវាយឯង លោកតាប្រចាំ អើហ៊ាននិយាយបែបនេះដាក់យើងផងអាយុរបស់យើងស្មើនឹងឪរបស់ឯងហើយណាចង់រស់ស្លាប់ឲ្យមែនទេអត់ទៅ អីនេះ អត់ត្រូវ តែបាច់ទេមិនបាច់ចេះដឹង តែ ទេ តែវាណែអត់ត្រូវអើយគាត់របស់យើងឲ្យចៅភាសារបស់យើងមានតម្លៃ1លានឥឡូវខ្ទេចអស់លីហើយខ្ទេចអស់លីហើយអាចចង្រៃនេះ ហើយចាតាកាចាស់នេះដែលយល់សពរហូតដល់ឈ្មោះថៃនេះ គាត់បែបនេះគ្រាន់តែឃើញក៏ដឹងថាជាគាត់ខ្លាញ់ខ្លាញ់ដែរយ៉ាអាចចង្រៃឯងនេះនិយាយថាម៉េចនិយាយថាគាត់នេះខ្លាញ់ខ្លាញ់មែនទេហ៎ តាឯងទៅលួចមកពីណាទៅអញ្ចឹងនឹងប្តឹងប៉ូលីស អ្នកដែលចាប់ញាត់ចូលក្នុងគុកគឺជាពួកឯងឯង លោកអគ្គនាយកភ័យ ចៅហៅថាម៉េចគេជាអគ្គនាយកភ័យហ៎ ថ្លៃហៅលោកតាគាត់គឺជាអគ្គនាយកភ័យណា អាចច្បក់នេះ IC ពវៀនពិសេសហើយមែនទេទើបនិយាយបែបនេះណែលោកតាខ្ញុំគ្រាន់តែធ្វើតែប៉ុណ្ណោះទេតម្លៃខូចខាតគឺមានតម្លៃ1លាននេះបើទោះបីជាឯងរកពាក់កណ្ជីវិតក៏សល់មិនអស់ដែរ ពួកឯងចង់ធ្វើអីពួកឯងច្បាស់ជាក្រុមតែមួយហើយក៏មិនចង់បោកប្រាស់យើងណា ពិតមែនទេពួកវាគឺជាពួកបោកប្រាស់តែប៉ុណ្ណោះទេពួកឯងមិនចាំបាច់បកកែកទេនេះគឺជាឯកសារក្នុងការជាវទិញនៃគុជមួយនេះដែលមានតម្លៃ1លានអើយ៉ាពេលនេះចប់ហើយឆាប់សងមក ពួកឯងចង់ធ្វើអីណា អូខេចេញទៅ អេចង់ធ្វើអីណាឡើងចឹងទៅ លេយើងទោះបីជាឯងវិការផ្ទៃខ្វាក់ខ្វិនខ្វងក៏ដោយឲ្យតែធ្វើខុសចាប់បានទាំងអស់ទៅគាត់ឯងឆាប់អូចេញទៅ ឡើងចឹងទៅពួកឯងឆាប់ឡើងចឹងទៅឡើងចឹង ឲ្យចាំភាសាយ៉ាងម៉េចដែរអីប៉ណ្ណឹងអាចការពារបានអរហ៎វិញទៅតែចាស់វិញតែចាស់ក្លឹបដែរចា លោកតាទោះជាយ៉ាងណាក៏យើងត្រូវតែអរគុណលោកភ័យដែរណាលោកតា អត់ដែរត្រូវហើយអរគុណលោកភ័យដែលបានជួយរឿងនេះតូចតាចទេប៉ុន្តែនិយាយរួមទៅគាត់ទៅជាអ្នកជួយទៀត លោកតាគ្រាន់តែជាសន្តិសុខម្នាក់មានលុយណាតែអង្គុយចំណាយរាប់លានណោះ ណែរឿងនេះណែ អេមិនដឹងจะអត់ក្តៅទេចុះហេតុអីក៏លោកតាបាច់ញើមែនលោកតា រឿងនេះត្រូវចៅមើលឃើញហើយតែនិយាយតាមត្រង់តែចាស់តាគ្រាន់តែជាសន្តិសុខម្នាក់រងចាំដល់ថ្ងៃស្លាប់ខ្លាចពេលដែលជួបចៅភាសាហើយគ្មានចំនួនឲ្យចៅដូច្នេះហើយទើបមានចេតនាកុហកគុជនោះមិនមានតម្លៃថ្លៃអីទេគឺតាបានទិញពីតម្លៃថាបើមកតម្លៃ1000ទេ1000ទេណា1000ទេ ហើយ1000មិនទឹកទេលោកតាមិនគួរចំណាយលុយទិញបែបហ្នឹងទេលោកភ័យហេតុអីបានជាលោកព្យាយាមជួយពួកយើងម៉េច ណែខ្ញុំឈរនៅទីនេះឃើញពួកគេធ្វើបែបនេះក៏មិនល្អដែរវាដូច្នេះហើយបានជាខ្ញុំមកបំភ័យគេបន្តិចទៅថាតម្លៃ1លានទៅដើម្បីឲ្យគេទៅវិញអញ្ចឹងណា មិញនេះធ្វើដូចជាមែនតែអញ្ចឹងខ្ញុំភ័យឡើងនោះប្រឡឹងអស់ អាយ៉ាលោកភ័យពិតជាពូកែមែន លោកតាថ្ងៃនេះលោកតាអញ្ជើញមកពិសាបាយទៅណាខ្ញុំធ្វើមកហូបពី3មុខជូន អាយ៉ាអត់ទេបើចៅបានរៀបការហើយតាគួរតែមានអាំងប៉ាវជូនដល់ចៅដែរអាយ៉ាអបបែបនេះតទៀតអាចៅនោះច្បាស់ជាមើលដឹកមិនខាត អាឡូលោកតា ចៅយើងជួបប្រពន្ធឯងហើយគេជាមនុស្សល្អយើងពេញចិត្ត3ថ្ងៃទៀតនាំនាងមកញ៉ាំបាយមក ថាម៉េចលោកតាបានជួបគេហើយចូលប្រវត្តិរបស់ខ្ញុំនោះគេមិនដឹងខ្ទេចអស់ហើយទេ អាយ៉ាយើងប្រកែកសម្ដែងណាស់យើងគ្រាន់តែឲ្យកងដៃនាងទុកជាចំនួនជួបមកគឺវាមានតម្លៃ1លាន ចប់ហើយពេលនេះចប់ហើយអាលីខ្សល់ហើយ នាងចេះខាត់ដែរចា មើលទៅទឹកមុខរបស់នាងក៏ដឹងហើយថានាងច្បាស់ជាខឹងមិនខានទេ អញ្ចឹងចាបងថាមានការចង់ប្រាប់ខ្ញុំចុះហេតុអីក៏ចាំតែបដោះទី ទី នេះ នេះល្អស័ក្តិសមក្នុងការសំទោស ប៉ុន្តែទីនេះវាថ្លៃ យ៉ាងច្រើនខឹងតែមួយរយៈទេមើលទៅដូចជាមិនអីទេយ៉ាងច្រើនគឺប្រើតែបុកបន្តិចទេ ហើយចាចាប់ហើយតែខ្ញុំតែរលុយមកពីណាទៅត្រូវទិញអាវប៉ាផងម៉ាក់ផងហើយថែមទាំងកូនទៀតគ្រាន់តែតម្រូវការប្រុសម្នាក់នេះហេតុអីក៏ត្រូវចំណាយលុយច្រើនម៉េះលោកតាប្តីសំណាញ់អរគុណណា ក៏ចាយ៉ាងម៉េចហ្នឹងហេតុអីបានជាខ្ញុំមានអារម្មណ៍ថាដូចជាមិនស្រួលអញ្ចឹងហ៎យ៉ាងម៉េចហ្នឹងហ៎ ទីនេះមិនសមញ៉ាំបាយទេណាមនុស្សដល់តែ4នាក់គឺត្រូវការចំណាយប្រាក់ខែអស់កន្លះឆ្នាំឯណោះតើលោកដឹងអត់ ប្រពន្ធសម្លាញ់យើងទើបតែរៀបការដូច្នេះអូនចង់ញ៉ាំអីក៏ញ៉ាំទៅចាត់ទុកថាជាពិធីជប់លៀងទៅណា ចុះបើសិនជា
ទៀតបើសិនជាអូនចង់ញ៉ាំនំកញ្ចុកស្លខ្យងវិញបានទេសុំទោសផងចាស់ហាងរបស់ពួកយើងគឺជាហាងបរទេស បើភ្ញៀវសមទៅហើយហាងពួកនេះគួរតែរីមុខមហូបមក លោកអាវាដូចជាមិនសមទេពីព្រោះថាខ្យងគឺអាចធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវដទៃទៀតចា៎ ប្រពន្ធសម្លាញ់មុខរបស់អូនដូចជាផាត់មិនទាន់ស្មើទេនេះមើលនេះឃើញទេមិនទាន់ស្មើទេ អូយខ្ញុំទៅផាត់មុខសិនភ្ញៀវរងចាំខ្យង VIP A ចា៎លោកអាខ្ញុំ ប្រពន្ធរបស់ខ្ញុំចង់ញ៉ាំខ្យងហាងមួយនេះខ្ញុំកក់អស់ហើយ លោកចង់មកភោជនីយដ្ឋាននេះត្រូវតែពិភាក្សាជាមួយមេចុងភៅ ច្រឡំទៅដឹងយើងជាចុងភៅនៅហាងកាទៀវទីនេះមិនយកខ្យងលក់តាមចៅផ្លូវទេនាំឲ្យតែបន្លាក់ហាងរបស់យើងបើផ្សព្វផ្សាយទៅខាងក្រៅគឺយ៉ាងម៉េចអញ្ចឹងណែលោកហើយអត់ដែរការពិតគឺលោកជាអ្នកត្រូវការទេហើយលោកចង់បានអាហើឬក៏ជួឬអាប្រៃទៅហិលខ្លាំងឲ្យចាប់ជាតិបន្តិចអូបាទយល់ហើយ ប្តីសម្លាញ់ហាងបរទេសក៏មានមុខម្ហូបនឹងដែរមែនទេចាស់ក្រោយហើយហាងនេះល្បីបំផុតនៅចាងជើអាចបំពេញបំណងភ្ញៀវគ្រប់ពេលតែទាំងផងហើយចុះថ្លៃគឺ10 ចេនចា10 ចេនមែនទេអើយស័ក្តិសមនៅចាងជើមែនចំណែកឯសេវាកម្មវិញមិនត្រឹមតែរួសរាយរាក់ទាក់ទេថែមទាំងចិត្តល្អទៀតសូមទទួលរសជាតិដែលពេញចិត្តមានការអីសូមចេញឲ្យខ្ញុំហើយលោកប្តីអើយ10 ចេនថ្ងៃក្រោយក៏ភ្លេចដល់ខ្ញុំមកទៀតណាចង់មកទីនេះទៀត ឲ្យតែអូនចូលចិត្តទោះបីជាមកទីនេះ100 ដងក៏អត់ជាបញ្ហាដែរយ៉ាងម៉េចនឹង បងនាំខ្ញុំមកញ៉ាំអីនៅកន្លែងប្លែកបែបនេះហើយនិយាយថាមានរឿងចង់ប្រាប់ខ្ញុំថាជារឿងអីទេតែបងចង់និយាយប្រាប់ខ្ញុំនោះ សំទោសហ េតុអីត្រូវសុំទោស អូនសម្លាញ់បងគ្មានចេតនាកុហកអូនទេរូបបងគ្មានឱកាសនិយាយគ្មានអ្នកជឿដូច្នេះហើយទើបបងប្រាប់ការពិត តើបងចង់និយាយពីអីខ្ញុំអត់ចូលចិត្តទេ ណែការពិតទៅគឺបងកុហកអូនអីចាមើលទៅស្ថានភាពដូចជាមិនសូវស្រួលទេគួរតែរកវិធានការឬក៏វិធីសាស្ត្រថ្មីខ្សែដៃដែលលោកតាទិញឲ្យនោះគឺទិញនៅគ្រីស្ទីល នៅតែជាគ្រឿងអលង្ការម្ចាស់ស្ត្រីសូម្បីតែប៉ានីនៅស្រុកគេក៏ចង់យកដែរមែនទេបងនិយាយទៅ ថាម៉េចលោកតាបានប្រាប់អូនហើយមែនទេ ឡាកុងខ្ញុំមើលតែបងគឺដូចជាមានការប្រឹងប្រែងណាស់មួយរយៈនេះដូច្នេះសូមបងក៏បោះបង់ចោលក្តីសម័យឲ្យសោះខ្ញុំចង់ប្រាប់បងថាទោះបីជាបងធ្វើអីក៏ដោយខ្ញុំចាំគាំទ្របងជានិច្ច ណែអត់ទេលោកតានិយាយអីប្រាប់អូន ខ្ញុំដឹងថាពេលនេះគឺបងចង់រស់នៅក្នុងជីវភាពដែលល្អបំផុតប៉ុន្តែមិនអីទេសម្រាប់ពួកយើងគឺគ្រាន់តែចង់រស់នៅក្នុងជីវភាពធម្មតាគឺខ្ញុំសប្បាយចិត្តណាស់ទៅហើយប្តីសម្លាញ់ អត់ទេណែបងនិយាយពាក្យជាការពិតណា បានហើយខ្ញុំសូមទទួលស្គាល់ព្រះអង្គម្ចាស់ប៉ុណ្ណឹងបានទេហើយណាស់ចាស់ថ្ងៃស្អែកត្រូវទៅដឹកជញ្ជូនដើម្បីគ្រួសារទៀតកុំតាំងតែចំពោះខ្លួនឯងពេកបានទេឆាប់ញ៉ាំទេឆ្ងាញ់ណាស់ លោកអគ្គនាយកមានការចុះកងត្រានៅសម្ព័ន្ធសមុទ្រទាំង4ត្រៀមហើយឬនៅលោកភ័យមួយទៀតគឺដំណឹងល្អមួយទៀតគឺដំណឹងអាក្រក់អាចចង់ស្ដាប់មួយណាយកដំណឹងអាក្រក់មកចោះអាចបន្តធ្វើជានាយកភ័យណែហើយចាក់ដំណឹងអាល្អនោះគេមិនជឿថាខ្ញុំជានាយកភ័យនោះទេ អាយ៉ាឲ្យមើលក្នុងគ្រប់ដល់ថ្ងៃនេះបានតែហាងចាញ់ចឹងមែនទេហើយបានញ៉ាំអាហារឆ្ងាញ់ទៀតមែនទេគួរឲ្យចំណេញដល់ហើយនៅទីនោះហាមាននំបញ្ចុកស្លោខ្ចុំឆ្ងាញ់ណាស់គឺតម្លៃតែ10 ចេនទេហើយមិញអាចទៅរួចទៅបើតាមលើគេនិយាយហាងនោះតើតែមានម្នាក់10000ណាទៅអាចចូលទៅញ៉ាំបានណាបើផាក់មួយកាយយ៉ាងអន់ក៏ប៉ុណ្ណេះដែរយល់ទេសិតទេហើយចាំមិនមែនទេគឺ500ណាហើយគេនិយាយថានៅទីនោះគឺសិតតែរបស់យកមកពីបារាំងមានជីវជាតិមានអនាម័យអីទេណែតាមមើលឯងជាប្រពន្ធមហាសេដ្ឋីបារាំងមែនទេបានជាមានសិតទៅទីនោះមិនអាចទេខ្ញុំត្រូវទៅសួរគេឲ្យច្បាស់ឯងជួយមើលហាងខ្ញុំផងណាខ្ញុំតែក្រែងមកផ្លែតអស់វិញដែរណា លោកភ័យអរគុណច្រើនដែលលោកបានសហការជាមួយនឹងយើងហៅឡូប្តីសម្លាញ់បងនៅណាហ្នឹង ណែបងកំពុងតែធ្វើការទៅមើលការរៀបចំដឹកជញ្ជូនឲ្យទៅបាទ អូនចង់ទៅយកបង នៅម្ដុំណាហ៎នៅភ្នំគូសាត់តុងបងដឹកកបានអីទេគឺនៅម្ដុំភ្នំសាត់តុង ញ៉ាំបាយជុំគ្នាណា ល្អណាស់លោកអគ្គនាយកបន្តិចទៀតចាំជួបគ្នាណាណែទៅជួបម៉ូតូដឹកជញ្ជូនមកលឿនណាអត់ទេខ្ញុំមិនយល់ព្រមទេទោះបីជាខ្ញុំបាក់ដៃបាក់ជើងក៏ដោយក៏ខ្ញុំមិនយល់ព្រមដែរពួកលោកកុំសង្ឃឹមមកណែប៉ុណ្ណឹងគ្រប់ទេគ្រប់ហើយណែមិនអីទេស្ថានីយ៍ Express តំណែងមានដូចជា84 60ប្រាក់បានហើយចាំទុកណាពេលខ្ញុំដឹកទៅដល់ប្រាប់តកែរបស់លោកខ្ញុំជាបុគ្គលិកទេហើយលោកអើយតែខ្ញុំធ្វើអីហ្នឹងធ្វើបែបនេះគឺដូចជាខ្ញុំនឹងមកតាមចាប់ប្តីដែលកំពុងតែមានសហាយអញ្ចឹងប្រពន្ធសម្លាញ់ហើយនេះអូនមកធ្វើអីហ្នឹង អត់ធ្វើអីទេអត់ធ្វើ
ធ្វើអីហង ណែអូនអង្គុយសិនទៅបងយកនេះឲ្យគេសិន ហើយប្តីសម្លាញ់ហើយមើលតបងហេតុអីក៏សង្ហាអីមិនមែនទេនេះ អាចារ្យវិវត្តហើយម្នាក់នោះមិនដឹងថាឲ្យខ្ញុំដឹកអ្វីទេលោកតកែម្នាក់នោះក៏មិនបាននិយាយទៀត អេលោកប្តីបាត់មានថាខ្ញុំអត់សូវយល់ប៉ុន្តែបងធ្វើអញ្ចឹងណាតើបានការអីដែរទេហា ណែគឺបងណែគឺបងអ្នកមកថ្មីយកបានមិនទេបានណែប្រយ័ត្នផងនេះជាអ្វីទៅណែកុំបាក់ណែជួយចាប់គ្នាអាយ៉ាណែជួយចាប់គ្នាលឿន ចាប់ទៅអើយហើយចាបែបនេះមិនបានទេចាំមកឃើញហើយចាំមើលខ្ញុំណាចង់រត់ទៅណាយើងនឹងចាប់ឲ្យបានចង់រត់ទៅណាចង់រត់ទៅណាមិនឲ្យរត់ទេណាចាប់ឲ្យអស់ អាយ៉ាបងណាប្រពន្ធឯងគ្រាន់បើមែនស្អាតហើយប្រកែកទៀតជួបគ្នានៅណាមានទៀតអត់ជួយណែនាំផងបានទេអស់ហើយ ចាត់ការបានណា អូនស្រីពិតជាសំណាងហើយដែលមានប្អូននៅទីនេះកុំអីនោះប្រាក់ខែបងមួយខែនោះច្បាស់ជាលីមិនខានទេតែជាការសំណាងល្អហើយដែលបានប្អូនស្រីជួយទាន់កុំអីនោះវិវត្តមិនខានទេ អត់អីទេថ្ងៃក្រោយទៅសូមជួយមើលប្តីរបស់ខ្ញុំផងណា អាយ៉ាប្អូនស្រីទុកចិត្តចោះមួយរយៈនេះសេដ្ឋកិច្ចដូចជាមិនសូវល្អទេនិស្សិតជាច្រើនទៅមកធ្វើការជាអ្នកដឹកជញ្ជូនអាយ៉ាប្តីរបស់នាងមើលទៅដូចជាអ្នកធ្វើការងារនៅការិយាល័យទុកចិត្តចោះខ្ញុំនឹងមើលថែគេឲ្យបានល្អ ថាម៉េចពីមុនមកបងគឺជាអ្នកដឹកជញ្ជូនណា ត្រូវហើយណែដៃរបស់បងគឺពីមុនគឺវាបែបនេះទៅហើយណែអូនសំឡាញ់ពិតជាសំណាងហើយដែលបានអូនមកជួយនៅថ្ងៃនេះកុំអីច្បាស់ជាគេបណ្ដេញបងចោលមិនខានទេនិយាយថាម៉េចលោកជាតកែអាណាគេហ៊ានទៅដេញលោកទៅហ៎ ថាម៉េចបងជាតកែ ហ៎ណែខ្ញុំអូណែរឿងមួយក៏ខ្ញុំនិយាយខុសទេដឹងអីអីចាបងក្តៅមែនទេមើលតបងហេតុអីក៏បែកញើសច្រើនម៉េច ណែគឺមកពីបងធ្វើការងារហត់ខ្លាំងពេកណែលោកតកែណែលោកមកធ្វើការងារហើយនៅឆ្លៀតផឹកទៀតណែថ្ងៃឡើងច្បាស់កន្លែងលោកនិយាយតែប្តីតែប៉ុណ្ណាយើងមិនបានស្វឹងទេឯងគឺជាតកែឯងជាតកែអានេះក៏ជាតកែដែរណែខាងនេះជាតកែដែរយើងមិនបានស្វឹងទេមានតែយើងមិនអ្នកគត់ដែលជាបុគ្គលិកអាចារ្យលោកតកែផឹកស្រាហើយមិនអីទេចាំខ្ញុំនាំគាត់ទៅដេកមកយើងមិនស្វឹងទេអាយ៉ានេះឯងចំមែនណែយើងមិនដែលបានមើលទូទេ តាមឆ្នាំនេះមើលតែលោកតកែចាប់អូនមកយក ណែគួរតែទិញឡានមួយអានាងជីហើយជិះម៉ូតូបែបនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់លោកតកែណែលោកតកែមួយនេះឡានមួយនេះមើលទៅស័ក្តិសមខ្លាំងណាស់យកមួយនេះចុះណែលោកតកែឡានមួយនេះពិតជាថ្លៃខ្លាំងណាស់បើសិនជាលោកស្រីបានមើលដឹងនោះច្បាស់ជាវិវត្តមិនខាននេះលោកតកែគិតយ៉ាងម៉េចដែរទុកចិត្តចុះនាងមើលមិនដឹងទេមិនដែលធ្លាប់ស៊ីសាច់ជ្រូកធ្លាប់តែឃើញជោករត់រឿងអីលោកស្រីថាមិនដឹងនោះចាប់ទៅចេញពីធ្វើការឲ្យមែនទេប្តីសម្លាញ់ខ្ញុំមកទទួលបងទៅផ្ទះ អូនសម្លាញ់អូនជិះម៉ូតូរត់ថ្ងៃអញ្ចឹងតើហត់ដែរទេបងបានទិញឡានមួយគ្រឿងសម្រាប់ឲ្យអូនទៀតផងមើលទៅ ជាការប៉ាត់ទេឲ្យល្អណាស់ព្រះជាម្ចាស់អើយឡាននេះពិតជាស្អាតណាស់ថ្លៃប្រហែលទេ ឡានមួយទឹកនឹងមិនថ្លៃទេ ហើយចុះឡាននេះស្លាកយីហៅអីទេ មឹងស៊ឺស្លាក់វ៉ាន់ឈិញ ក៏មកក៏ហាក់សាណាប្រូឡានរបស់តកែយើងមានតម្លៃ 50000 ទៅហើយចំណែកឡាននេះគឺល្អជាងឡានតកែយើងទៅទៀតថ្លៃប្រហែល តម្លៃហីណែគឺ 30000 ភ័យហើយជាននេះតោះខ្ញុំជាកូនក្មេងមែនទេ ព្រះជាម្ចាស់អើយតម្លៃ 30000 មានឡានណាលួចចឹងនោះអាចារ្យអូនសម្លាញ់គឺតម្លៃ 30000 មែនតែគឺបងរំលោះទេវាជាធម្មតាទេតម្លៃប៉ុណ្ណឹងនោះក៏ហក់ទៀតហើយដល់ទៅពេលចុងក្រោយបើដឹងថាទៅគិតយ៉ាងម៉េចទេ កាលពីថ្ងៃមុនបងនាំខ្ញុំទៅហាងបារាំងញ៉ាំនំបញ្ចុកខ្យងមិត្តភក្តិរបស់ខ្ញុំគេនិយាយថាចូលហាងនោះខ្ញុំម្នាក់ក៏ត្រូវចំណាយអស់ 10000 ដែរនិយាយមកហេតុអីបាច់ជានាំខ្ញុំទៅទីនោះមានឋានៈជាអីទេ
ហើយពេលណាតើម៉ាមីរបស់យើងមកទេម៉ាមីបណ្ដោយចិត្តរបស់កូនអីហេតុអីក៏យកខ្លាំងម៉េពួកកូនរងចាំម៉ាមីយូរណាស់មកហើយម៉ាមីឆាប់មកម៉ាមីសំណប់ចិត្តកូនអើយកូនទៅពេលរបស់ម៉ាក់មកយកកូនហើយណាកូនម៉ាមីម៉ាមីម៉ាក់សុំទោសផងណាសំណប់ចិត្តម៉ាក់មិនសុំច្បាប់ឲ្យកូនមើលចាស់ប៉ាប៉ាយកឡានមកទទួលកូនដើរលេងណាតើជាមួយម៉ាក់ឡានមានតបអញ្ចឹងថ្ងៃក្រោយពេលដែលម៉ាមីមកយកកូនលេងទៅទឹកភ្លៀងទៀតហើយម៉ាមីចាតែយើងអញ្ចឹងលោកភ័យមិនត្រឹមតែនាំយើងទៅញ៉ាំអាហារបារាំងទេថែមទាំងទិញឡានអាបងទៀតដល់ពេលដែលយើងមានលុយគឺយើងត្រូវទៅសងគាត់វិញណាយើងដល់ជាចម្ពាក់គាត់ច្រើនពេកទេ ដឹងហើយប្រពន្ធសម្លាញ់ណាពួកកូនទាំងពីរនាក់ឆាប់ឡើងឡានទៅ ថ្ងៃស្អែកខ្ញុំចង់ជិះឡានប៉ាប៉ាទៅចូលរួមកម្រិតខូសាឡាណាប៉ាប៉ា ល្អបាន តើកូនតោះនាងស្រីលោកភួនហើយនឹងអាសម្រាប់ការងារសំណងនោះហេតុអីបានជាវាមានលុយទិញឡានវាបានលុយមកពីណា អាយ៉ាមិនព្រមទទួលទូរស័ព្ទទេលើកមុនយកមានរឿងជាមួយនឹងប្រពន្ធរបស់លោកភ័យធ្វើឲ្យខ្លួនឯងពីនឹងស្លាប់បាត់ទៅហើយណាអាយ៉ាអើយ អេបងសម្លាញ់នេះថាបងចាំអូនយូរហើយមែនទេបាច់អាហ្វ្រិកខាងត្បូងតែអាម៉ាក់របស់ខ្ញុំមែនទេ ទៅមកខាងទៅមិនស្គាល់ចាស់ទុំសោះ ចាបងសម្លាញ់ស្អាតពេកចាយនេះជាកាដូទិញសម្រាប់ខ្ញុំមែនទេអរគុណហើយណាបងសម្លាញ់អរគុណគ្រាន់តែជាស្រីទី3ដែលយកសពទៅនេះជារបស់ម៉ាក់ខ្ញុំទេ ឲ្យនាងនាងគ្រាន់តែជាស្រីចិញ្ចឹមតើសមដែរទេហ៎ អញ្ចឹងតើបងយកឯណាគេទៅមិនមែនឲ្យជនទី4ទេអី បានហើយមាត់នេះចេះទៅបបិបបោខ្ជិលនិយាយជាមួយនឹងនាងខ្លាំងណាស់ចេះឆ្លុះកញ្ចក់មើលខ្លួនឯងផងក៏បង្ករឿងមើលកូនយើងឲ្យបានល្អទៅបំរើយើងឲ្យបានស្រួលយើងគ្រាន់តែចាត់ទុកនាងដូចជាសត្វចិញ្ចឹមតែប៉ុណ្ណោះទេបើសិននៅខាងក្រៅមានបញ្ហាអ្វីនោះនាងឆាប់ចាក់ចេញពីវិឡារបស់យើងទៅ ហុយអាកុំអើយបើកុំតែឲ្យសាន់លុយណាត្រប់ជាមួយឯងនោះបងសម្លាញ់បងកំខាំងនៅអូនបានអត់គឺមកពីអូនខ្វល់ខ្វាយនឹងបងនឹងណា និយាយបែបនេះពិតជាគ្រាន់បើបន្តិចបានហើយទូរស័ព្ទឡើយនេះចិត្តអស់ថ្មហើយនាងយកទូរស័ព្ទនេះទៅសាកថ្មទៅបើមានណាគេខលមកសូមកុំលើកឲ្យសោះណា អេចា តោះគោចូលទៀត មនុស្សចង្រៃតែក៏ជាមានរឿងអីជាមិនខានអីចាមិនបានឈិងតែហើយអញ្ចឹងតែបាត់ជាមានលុយម៉េះកាប់ប៉ាត់គឺវាតាក់តាំងជាមួយប្តីយើងនឹងឲ្យឯងល្អមើលជាមិនខានខ្ញុំមិននឹកស្មានថាអ្នកស្រីគឺជាអ្នកស្រីអគ្គនាយកតើសោះប៉ាត់ជាគួរឲ្យសរសើរណាអីចាខ្ញុំមិនចង់ល្បីទេកុំផ្សព្វផ្សាយប្រដេះប្រដាសោះខ្ញុំនិយាយការប៉ាត់តែចាស់ណាបើតាមមើលសម្ដីសម្ដែងសម្លៀកបំពាក់នៅក្នុងចំណោមមនុស្សច្រើនទោះបីជាមិននិយាយក៏គេដឹងថាអ្នកស្រីជាអ្នកធំដែរ ពួកយើងអាចមានកូនរៀនជាមួយនឹងកូនលោកស្រីពិតជាមានកិត្តិយសណាស់ អីចាពួកលោកគឺដូចជាគួរសំពេចហើយនេះបន្ទាបខ្លួនហើយលីងប៉ៅកូនរបស់ឯងមកធ្វើបាបកូនរបស់យើងម្ដាយនេះគឺយើងសងអញវិញណាមិនបានឈិងឯងឈួតទេហីខានជួបគ្នាប្រហែលឆ្នាំមិននឹកស្មានថាឯងមានកូនធំដល់ម្លឹងសោះលីងប៉ៅចាំមិនដឹងកូនតែគេមិនឲ្យស្គាល់ក្រុមរបស់ខ្ញុំអញ្ចឹងខ្ញុំវាយទៅម៉ាក់មីងហ៊ុនខ្ញុំប្រាប់ទៅចោះណាពេលនេះមីងហ៊ុននឹងឡើងត្រូវបានសាលាបដិញ្ញចាញ់ហើយសូមរៀបឲ្យបានចាញ់ទៅណាតែថាខ្ញុំមិនបានប្រាប់សូមអញអីទេកូនប្រុសរបស់ខ្ញុំត្រូវគេវាយហើយហេតុអីក៏ត្រូវបដិញ្ញចាញ់ទៀតហេតុអីនាងស្រីឯងនេះមានប្តីមានកូនរួចហើយហេតុអីក៏ថោកទៀតតែស្រឡាញ់ប្តីរបស់ខ្ញុំទៀតឥឡូវនេះពួកកូនឯងទាំងពីរត្រូវគេបដិញ្ញចាញ់មិនដឹងជាប៉ាវានឹងមានមុខបាត់យ៉ាងម៉េចទេបានជាបង្កើតកូនមកថោកទៀតយ៉ាងនេះហាការប៉ាគេអញ្ចឹងទេអីតោះនាំគ្នាដេញខ្លាចស្រីនេះចាញ់ទៅចាញ់ទៅមានប្តីអត់ទៅបីចាញ់ទៅតែចង្រៃទេចាញ់ទៅប្តី3 4អីគេទៅនេះឯងឆ្កែឆ្កែពួកគេទៀតហើយអីខ្ញុំគឺជាភរិយារបស់កែនាយកតាជនទី3គឺជាឯងនឹងហើយនិយាយប្រដេះណាបាទរបស់ខ្ញុំមិនមែនជាជនទី3ទេមិញតាដែលជាជនទី3នោះតែប្រកែកគឺអត់ប្រយោជន៍ទេហើយនាំតែធ្វើឲ្យកូនរបស់ខ្ញុំប៉ះពាល់ផ្លូវចិត្តលេងចេះយើងខ្ជិលបកស្រាយជាមួយឯងណាឯងចាំតែមើលទេអេចង់តាណាហ៎កុំចង់តែអសោះណាចង់រត់មែនទេកុំសំខាន់តែចាញ់បានអសោះ នាងពិតជាកម្រត់ណាស់ចង់ធ្វើជាប្រពន្ធរបស់គេឡើងញាត់សាច់ហើយនេះ មនុស្សដូចជាគេនេះណាគួរតែវាយឆោតមុខដើម្បីកុំឲ្យដើរតាក់ទងប្តីគេទៀតមិនអញ្ចឹងទេមិនរៀងចាស់ឡើយលោកស្រីຕົកចិត្តចាស់ចាំខ្ញុំជួយរកយុត្តិធម៌ឲ្យលោកស្រីណាថ្ងៃនេះខ្ញុំត្រូវតែបដៅស្រីបិសាច់កញ្ជ្រងដូចជាឯងហើយបើឯងហ៊ានវាយយើងគឺយើងប្រឹងប៉ូលីសប្តីរបស់យើងគឺជាប្រធានក្រុមហ៊ុនធានធានតើគាត់គឺជាអ្នកឧបត្ថម្ភសាលាមតីថ្ងៃនេះឯងមកកុំសង្ឃឹមថាអាចចេញបានអសោះណាកុំធ្វើបាបម៉ាក់របស់ខ្ញុំអី ឯងនិយាយប្តីប្រដាស្អីហ៎បានហើយពេលនេះចុះកិច្ចប្រំព្រៀងវិញហឡូថាម៉េចវ៉ាងឈីងត្រូវគេវាយមែនទេអាយ៉ាមិនលោកអគ្គនាយកមិនបានទៅទៀតហើយចឹងហ៎អាយ៉ា បើពួកឯងមិនចាត់ការទេនោះគឺវាមិនគាត់បីចំពោះក្រុមហ៊ុនកើតទេកុំយំអីណាពេលដែលប៉ាមកគាត់នឹងជួយបញ្ចេញកំហឹងឲ្យពួកយើងហើយអាចឲ្យអីគេហើយគាត់ចាំតែអញ្ចឹងហ៎ មើលទៅកំប៉េះគូរបស់នេះពិតជាតាក់ទាញមែន និយាយតែផ្ដេសចាំឲ្យប៉ារបស់យើងមកពួកឯងនឹងស្រែកយកហៅទឹកភ្នែកទៅស្រាក់ហើយពួកឯងធ្វើបាបម៉ាមីរបស់ខ្ញុំប៉ាខ្ញុំមិនលើកលែងឲ្យនោះទេ
ប៉ារបស់ឯងមែនទេប៉ារបស់ឯងធ្វើជាអ្នកដឹកជញ្ជូនថាមិនត្រូវពេលនេះប៉ារបស់ឯងច្បាស់ជាត្រូវឡានអុកស្លាប់ហើយហុយស្រីចរៃគេដាក់ទៅនេះក្តីរបស់យើងផងបើចាត់យើងបញ្ជូនឯងទៅខាងនរោតែធ្វើអីទៀតទាំងអស់គ្នាចាស់កាទៅហើយខ្ញុំក៏ដៃចិត្តនេះទេគាត់ច្បាស់ជាគាត់ត្រូវខ្ញុំតែគួរតែចាត់ការមែនទេ នៅខ្លាចស្អីទៀតស្រីជនទី3ម្នាក់នេះមិនអាចទុកបានទេគួរតែបាត់ដៅវាឲ្យស្គាល់ថ្នាំខ្លាំងម្ដងហើយមើលទៅនោះកុំឲ្យកណ្ដាលប្តីរបស់គេទៀតពួកអស់ឯងនេះខ្លាំងធំណាស់ដែលហ៊ានធ្វើបាបប្រពន្ធរបស់ជើងអូសម្លាញ់អូនមិនអីមែនទេ ហើយជៀនប៉ានឹងហើយកុំខ្លាចមិនអីទេប៉ានៅកំចាប់ពួកគេអ្នកណាគេហ៊ានធ្វើបាបប្រពន្ធកូនរបស់ខ្ញុំ ពេលនេះអាកេតយុភ័យមិននៅគ្មាននរណាធ្វើជាក្នុងមួយឯងរបស់ពួកឯងទៀតទេណាឯងគឺជាប៉ារបស់ហ៊ុននឹងលើកមែនទេគាត់របស់ឯងវាយគេត្រូវសារបណ្ដឹងចេញហើយ នេះជាស្អីគេទៅឬក៏ជាយ៉ាងជីងឬក៏ជាជនទី3ដែលជាអ្នកធ្វើបាបប្រពន្ធកូនរបស់ខ្ញុំហ៎ ឯងមើលទៅកូននាយកតាមពេលនេះគឺខ្លាចជាបែបនេះហើយណាខ្ញុំខ្វាន់ទៅវាយវាបន្តិចសងវាវាយខ្ញុំឡើងកន្លងម៉ោង ណែកុំប្រុសគឺឯងជាអ្នកវាយគេមែនទេហ៎ គេវាយប្អូនស្រីរបស់ខ្ញុំណាស់គាត់ឲ្យទៅវាយប្អូនស្រីខ្ញុំវាយវិញហើយ ពិតជាវាយបានល្អមែនសូមសរសើរដល់ណាគេវាយកូនរបស់ជើង លោកនាយកតែចាប់បងសម្លាញ់បងមកហើយមែនទេគឺពួកគេណាបងចាត់ការពួកគេទៅ ណែនាងឲ្យកូនរបស់ខ្ញុំទៅវាយគេមែនទេហ៎ ត្រូវហើយគឺបងវ៉ាន់ឈីងហើយថែតកូនអត់ពុយពីរនាក់នេះទៀតមានកូនហើយនៅប្រទេសបង អី ទៀត យ៉ាព្រោះចប់ហើយ លោកប្តីហើយបងចាំមិន អូនចង់មកជួបបងជួបជាមួយនឹងថងជេងមែនទេហ៎បងមិនគួរណាយកអូនមកធ្វើជាប្រពន្ធទេ លោកយូអូពួកយើងឆោខាងលោកណាសូមលោកកុំខ្លាចអសោះត្រូវហើយខ្ញុំឆោខាងប្រពន្ធលោក ត្រូវហើយ ខ្ញុំនិយាយប្រាប់បងឲ្យហើយណាកុំគិតថាវ៉ាន់ឈីងជាស្រីរបស់បងហើយបងចង់ការពារវាអសោះ ពិតជាពិតទេពិតណាស់មែន បងវាយខ្ញុំបងហ៊ានវាយខ្ញុំដោយសារតែវាមែនទេ គេជាស្រីរបស់ជើងមែនទេហ៎យើងចំណាយលុយរាប់ម៉ឺនឲ្យនាងជារៀងរាល់ខែបែរជានាងសងគុណជើងបែបនេះមែនទេ នេះគាត់និយាយអីគេហ្នឹង ហើយខ្ញុំក៏មិនដឹងដែរថានឹងថាជាយ៉ាងម៉េចហ្នឹង តើលោកស្ដាប់ច្រឡំមែនទេលោកអូមិនដែលហាន់ទៅជាស្រីរបស់លោក ពួកនាងពុកមាត់ឆាប់ចេញព្រាមទៅលោកភ័យនៅភ័យស្អីទៀតមិនក៏មិនឆាប់លុតជង្គង់សុំទោសទៅខ្លាំធំហ៊ានឲ្យគាត់លុតជង្គង់ចំពោះមុខឯងផងអាយ៉ាលោកអគ្គនាយកលោកមានចិត្តទលាយស្រីម្នាក់នេះបើលោកចង់កាប់ចិញ្ច្រាំនោះក៏ស្រេចតែតាមចិត្តលោកទៅចុះសូមមេត្តាលោកកុំធ្វើបាបខ្ញុំអីសូមមេត្តា លោកអីហេតុអីបានជាគេលុតជង្គង់ នេះគឺជាស្រីម្នាក់នេះជាអ្នកធ្វើបាបខ្ញុំជាអ្នកតូចតាចទេទម្រាំងើបក្បាលដល់ពេលនេះសូមលោកអភ័យទោសដល់ខ្ញុំផងគេឲ្យនឹងឯងគឺមានតែម្នាក់ទេដែលអាចរកបាននោះ លោកប្តីហេតុអីក៏បែកធាត់នេះខ្លាចបងខ្លាំងម៉េច អូក៏ព្រោះតែគឺមកពីខ្ញុំនឹងឯងក៏ព្រោះតែគឺមកពីខ្ញុំនឹងឯង អគ្គនាយកភ័យហេតុអីបានជាមានមនុស្សមកច្រើនម៉េចអេបងវ៉ាន់ឈីងថាគេមានតំណែងតំណងអីជាមួយលោកភ័យហ៎ ហ៊ានធ្វើបាបមនុស្សរបស់យើងផងតែមើលទៅឯងប្រហែលជាលេងចង់ដកដង្ហើមឲ្យមើលទៅតែតាមលោកនាយកយូរទៅចង់ដូចជាលោកនាយកដែរពិតជាលុយមែន អគ្គនាយកភ័យហេតុអីក៏ទៅទីណាជួបតែលោកអញ្ចឹង អូគឺខ្ញុំដើរកាត់នៅទីនេះហើយក៏ឃើញគេបាញ់ព្រួយហោះពីលើមេឃពង្វិញនឹងព្រះអាទិត្យពេកជួបរឿងអយុត្តិធម៌ទើបចេញមក លោកភ័យលោកពិតជាអស្ចារ្យមែន ណែនៅទីនេះគឺមិនស័ក្តិសមជាមួយនឹងក្មេងទេអូននាំក្មេងទៅផ្ទះសិនទៅ ខ្ញុំជឿបង យើងต้องបានពេលវេលាជាមួយភរិយារបស់យើងឲ្យបានស្រួលបួលតែមានអាចសម្រាប់ខ្លះចេះតែមករំខានអ្នកដឹកជញ្ជូនសាមញ្ញធម្មតាដូចជាភ័យហើយយ៉ាងដូចជាយើងមានបញ្ចូលបាយច្រើនណាស់ការពីប្រពន្ធ ខ្លាចស្មានយើងខ្លាចមែនទេ ខ្លាកំពុងតែបង្ហាញរឹតណាស់ណាស់អាចហាមគាត់បានទៅអាយ៉ាលោកភ័យខ្ញុំពិតជាខុសហើយលោក អគ្គនាយកភ័យ សូមលោកភ័យ ថាម៉េចគេនឹងជាអគ្គនាយកភ័យមែនទេភ័យហើយយិនគឺជាប្តីរបស់បងវ៉ាន់ឈីងតែ គឺជាខ្ញុំ វិវហើយ បានដាក់ហើយពេលនេះឯងបាស់អ្នកថោប្រាប់ហើយថាកុំឲ្យបង្ករឿងនៅទៅបង្ករឿងទៀតពួកឯងគិតតែមើលថាយើងគួរតែកំចាប់ពួកឯងចោលដល់របៀបណាទេ មិនអាចទេ តែវាអាចហើយណែសុំទោសលោកភ័យអមុននេះគឺខ្ញុំអធិស្ឋានគឺមកពីស្រីម្នាក់នេះទេជាអ្នកបង្កបញ្ហានោះលោកភ័យ គេជាអ្នកបង្ករឿងចំណែកពួកខ្ញុំគឺតូចតាចទេអត់ទោះឲ្យពួកខ្ញុំផងទៅខ្ញុំសុំវល់ អាយ៉ាលោកភ័យអធិស្ឋានដល់ពួកយើងទៅខ្ញុំមិនបានមានចេតនាទេខ្ញុំមានគំនិតថាចង់ទិញចិញ្ចៀនមួយនេះដើម្បីជូនដល់លោកស្រីចាត់ទុកជាការសុំទោស ចិញ្ចៀនមួយនេះគឺសម្រាប់សុំទោសបងវ៉ាន់ឈីងឯងអីចាម្ដងនេះគឺចប់ហើយខ្ញុំ អូទៅឆាយឯងពិតជាមិនមានមិនស្គាល់ភ្លឹងមែនមានតែឯងស្លាប់ទេហើយនាងក៏ធ្វើជាបញ្ញាក្អែកនៅពីក្រោយការប្រាល្បិចគឺដោយសារតែឯងមែនទេហ៎លោកភ័យនេះគឺជាស្រីដែលខ្ញុំចិញ្ចឹមទេតាំងពីជួបគ្នាលើកមុនចេះតែតាមខ្ញុំមិនព្រមលេងពេលនេះខ្ញុំមិនពាក់ព័ន្ធជាមួយនឹងគេទេ ហេតុអីក៏អញនិយាយបែបនេះថាឯងសមជាមនុស្សដែរទេ មកទៅនាងមានភ្នែកតែគ្មានប្រស្រីបើមិនមានយើងមិននាងនឹងអាចខ្លាចទៅជាហង្សបានទៅនោះហ៎អូទីឆាយចាក់ចេញពីចាំងឈិនទៅកុំឲ្យយើងឃើញពួកឯង
បើយើងនៅតែឃើញឯងទៀតក្រុមហ៊ុនថៃរបស់ឯងនឹងច្បាស់ជាស្ដាយក្រោយមិនខានទេហាន់ជីងយើងត្រូវតែប្រាប់ពីឋានៈរបស់យើងទៅប្រពន្ធរបស់យើងលោកភ័យក្រុមហ៊ុនរបស់យើងមានសមាជិក 100000 នាក់ទ្រព្យសម្បត្តិរាប់ពាន់លានបើសិនជាសារភាពសាធារណៈទៅនោះលោកស្រីមិនអាចត្រឡប់បានដូចមុនបានទេហើយក៏លោកក៏មិនអាចរស់នៅបានជាមួយនឹងគាត់ដូចពីមុនដែរ ល្អខ្លាំងណាស់ពួកយើងបានកេងមួយប៉ាប៉ាហើយ ជឿជាក់លើវ៉ាន់ឈិនឲ្យគេរៀបចំប្រកាសទៅខ្ញុំចង់ប្រើជាឋានៈរបស់ខ្លួនជាអគ្គនាយកភ័យហើយរៀបការជាមួយនឹងនេះបាទ អីចាហេតុអីក៏ភ្នែករបស់ខ្ញុំចេះតែញាក់បញ្ឈប់អញ្ចឹងឬមួយក៏កូនរបស់ខ្ញុំជាមួយឈិងហាងមានអីពាក់ព័ន្ធជាមួយគ្នាទេដឹងមិនអាចទេកុំកាត់រឿងមិនល្អអីសោះអេវ៉ាន់ឈិងខ្ញុំលើគេនិយាយថាថ្ងៃនេះក្រុមហ៊ុនរបស់យើងនិយាយពីដំណើរក្រុមហ៊ុនណាគេធ្វើពិធីធំណាស់គឺគាត់ចេញមកប្រកាសនៅក្រុងចាំងឆាំងនេះតែម្ដងខែមិត្តភ័ក្តិហើយមិនអាចទេដឹងកម្មវិធីធ្វើអស់រាប់លានទេណោះអញ្ចឹងគឺថាបើសិនជាយើងអាចចាប់ដៃគូបានណាមួយជីវិតរបស់យើងនេះគឺដេកស៊ីដេកចាយមិនអស់ផងវើយលើថាលោកភ័យអត់បានរៀបការទេអញសាក់ទៅស្ទួយមើលទៅសម្លាញ់ហើយតែផ្ដាខ្ញុំលើគេនិយាយថាលោកភ័យមិនដែលនៅចិត្តមនុស្សស្រីទេណាខ្ញុំសង្ស័យថាស្រឡាញ់ប្រុសដូចគ្នាហើយស្រឡាញ់ប្រុសហ៎ស្រីហើយអេខ្ញុំមិនឃើញហើយឬមួយគាត់កែអាយុទៅស្រឡាញ់ជាមួយកាន់នោះហើយមិនហ៊ាននិយាយប្រាប់គេតែដឹងអីពិតជារំភើបណាស់ លើកក្រោយបើសិនជានេះបង្កបញ្ហាជាមួយនឹងមឹងវ៉ាន់ឈិនទៀតអញ្ចឹងកុំថាគ្រួសារភ័យយើងនេះតែធំមេត្តាចំពោះនេះ អាយុប៉ុណ្ណឹងហើយអត់បានរៀបការហើយនៅយកចិត្តទុកដាក់ចំពោះប្តីខ្ញុំទៀតមានពេលខ្លះក៏ដូចជាប្រចាំឬមួយក៏គេស្រឡាញ់ប្តីខ្ញុំហើយមិនអាចទេមិនអាចទៅរួចទេអាឡូហើយយានបងណែណាខំដល់លោកកាន់យុគភ័យខំដល់អ្នកគេនោះទៀតហើយហ៎ អាយ៉ាស្អាតណាស់វើយទីធ្លាធំទូលាយដើមឈើធំធំមែនតើទាំងអស់គ្នាទៀតតែមើលថាខ្ញុំនៅណាហ្នឹងគឺក្រុមហ៊ុនភ័យគ្រប់ណាពីព្រោះថាពេលនេះលោកកែនាយកភ័យបានចេញពួកយើងមកកន្លែងអចលនៈទ្រព្យដឹងអត់គឺដូចជារៀបចំមង្គលការអញ្ចឹងណោះថាម៉េចអ្នកនៅខាងក្រៅជាអ្នកណាគេមែនទេអស់ទាំងអស់ហ្នឹងគឺជាបុគ្គលិកប្រចាំការនៅកន្លែងធ្វើការរបស់គាត់ណែថ្ងៃរៀបអាពាហ៍ពិពាហ៍អញ្ចឹងច្បាស់ជាមានអ្នកធំមកជាមិនខានទេណោះ សុំទោសនាងកម្មវិធីរៀបចំនេះគឺដោយមានការអាតកំបាំងខ្លាំងណាស់ឲ្យមើលក៏ហេតុទៅមានលុយស្មើអាចារ្យណាស់ហេ គេមានលុយគេតែងតែប្រយ័ត្នពីព្រំដែនរបស់គេគេមិនចង់ឲ្យនរណាទៅកន្លែងរបស់គេទេយល់អត់អញ្ចឹងហ៎អេនោះដូចជាហាយជីនអ្នកទាំងអស់គ្នាបានភ្នែកបាត់ជាធ្វើខូចក្រេឌីតអស់ដូច្នេះគឺត្រូវតែកាត់ប្រាក់រង្វាន់ខែនេះណាហេតុអីក៏អញ្ចឹងជាក្រុមបម្រើនៅទីនេះមែនទេហេតុអីក៏តាំងតែម៉េម្យ៉ាងទៀតពួកយើងមិនមែនជានិស្សិតទេឬមួយក៏ឯងជាអ្នកចែកឯកសណ្ឋានឲ្យដែរវិញទៀតអារឿងឯកសណ្ឋាន SCC អត់បាននិយាយអីទេជាពិសេសអារឿងកាត់ប្រាក់ខែដែរពេលនេះខ្ញុំអាណាហូគឺជាម្ចាស់ហាងណា សម្ដេចតែខ្ញុំនិយាយគឺជាច្បាប់នៅ SCC អាណាហូនាងជាបេសាចជ្រៅណាបេសាចជ្រៅនេះមិនខុសទេអញច្រឡំមនុស្សហើយអញមិនចាំទេអីកាលនៅសាកលវិទ្យាល័យព្រោះតែរលុយអញរត់តែជាមួយមនុស្សប្រុសចុងក្រោយអញក៏បាត់កូនមកពីរនាក់មិនចាំជាកូនដែលគ្មានឪពុកអញត្រូវស្លាប់ប្តីចេញបន្តមកទៀតអញក៏យកអ្នកដឹកជញ្ជូនធ្វើជាប្តីគេឈ្មោះមិនល្អផងមិនរត់អានយើងធ្វើជាមិត្តទេចុះអញទៅតាក់តាំងជាមួយលីចៅមែនទេអញចង់និយាយពីស្អីហ្នឹងតាមប៉ាត់ពីចតាមរំទាំងអស់នោះគឺលេងយ៉ាងជាអ្នកប្រឌិតថែមទាំងអស់អញទៅស្ដាប់ស្ដីគេហើយមករករឿងខ្ញុំពេលនេះគ្រួសាររបស់ខ្ញុំមានសុភមង្គលណាស់ខ្ញុំមានកូនប្រុសម្នាក់ស្រីម្នាក់គេស្ដាប់បង្គាប់ខ្ញុំចំណែកប្តីរបស់ខ្ញុំវិញមិនត្រឹមតែស្អាតក្លាហានហើយសង្ហាទេណាហើយគេថែមតែចេះធ្វើមកហូបឲ្យខ្ញុំញ៉ាំទៀតណាគេស្រឡាញ់ខ្ញុំខ្លាំងណាស់ខ្ញុំគិតថាជាមនុស្សស្រីដែលមានសំណាងជាងគេ80%ហើយយកប្តីចង់ក៏មានសុភមង្គលដែរហ៎ឯងនិយាយទៅគួរខ្មាស់គេណា គេមិនស័ក្តិសមឬមួយក៏នាងជាអ្នកស័ក្តិសមហើយយយសង្ហាខ្លាំងណាស់ខ្ញុំចង់បានគេចិញ្ចឹមអេវ៉ាន់ឈីងានេះអត់តំណងទេណាហេតុអីក៏ឯងលាក់ជាមួយខ្ញុំយូរម៉េចហើយអត់ទេមែនណាអីចាហើយជីននេះជាកន្លែងឯកជនរបស់គេបងអត់ខ្លាចមានរឿងទេហេតុអីបានជាបងមកទីនេះបងមកគឺបងជួយធ្វើការងារឲ្យតកែនឹងណាឯងមានសម្រាប់មែនប៉ុន្តែគួរស្ដាយណាស់ពីព្រោះថាឯងនេះវាក្ររហាមថ្ងៃនេះគឺជួបជុំអ្នកទាំងអស់គ្នាជាលើកទី1គឺខ្ញុំមានកាដូបន្តិចបន្តួច មើលចាស់មានតបគេទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់របស់នេះប្រហែលជាថៃឲ្យមើលទៅហើយយកមកតែរបស់នេះខ្ញុំធ្វើការកន្លះឆ្នាំក៏គ្មានសមត្ថភាពទិញផងវ៉ាន់ឈីងាប្តីរបស់ឯងចិត្តលុយណាតែហើយបើទោះជាមានលុយទិញ SCC បានតែទិញយូរម្ដងទេណាបើទិញញឹកញាប់គឺគ្មានលុយទិញទេនាងថាប្រពន្ធរបស់ខ្ញុំមិនស័ក្តិសមរាប់អានជាមួយនឹងនាងទេដូច្នេះរបស់នេះកុំយកអីណាចោលអានរបស់ឯងនោះឯងគ្រាន់តែជាអ្នកដឹកជញ្ជូនមានសមត្ថភាពអីទិញ LU របស់ខ្លាំងខ្លាយសតហ្នឹងចុះបើសិនជារបស់នេះពិតប្រាកដមែននោះតើនាងសុំទោសប្រពន្ធរបស់ខ្ញុំដែរទេហ៎ហ៊ានដែរអត់ បានបើសិនជាឯងចាញ់គឺឯងត្រូវតែលុបជង្គង់សុំទោសខ្ញុំបាទមិនណាមិននឹងសេះដាច់ពិបាកដេញបងឈ្មោះទេអីឆាប់ដកពាក្យទៅបងមានលុយណាទិញ brand បែបនេះបងក៏ដឹងច្បាស់ដែរបានដល់ក៏ភ្នាល់
អញនិយាយទៅអញធ្លាប់ប្រើរបស់នឹងជា10ឆ្នាំមែនទេអញមានជំនាញខាងមើលរបស់ផ្នែករបស់អញមុតណាស់បាត់ឬខ្លាំងខ្លាយអញដឹងហើយមែនទេឥឡូវអញឆាប់មើលទៅហើយចាវីវ៉ៃបងប្រញាប់ទៅណាតែគេចាប់បានថារបស់ខ្លាំងខ្លាយគឺបងច្បាស់ជាចាប់ហើយខ្ញុំនៅទីនេះខ្ញុំសុខចិត្តសុំទោសស្រីប្រជុំនោះចាបងទៅ អូនសម្លាញ់អូនមិនចាំបាច់ធ្វើដល់ថ្នាក់នេះទេ បងគឺជាប្តីរបស់ខ្ញុំជាមនុស្សប្រាដែលនៅខាងក្រៅទទួលការគោរពចំពោះអូនអត់អីទេណាឆាប់ទៅហើយលឺឡើងអីចាហើយបងធ្វើអីហ្នឹង កុំរំអីបងមានគ្រប់យ៉ាង អ្នកស្រីចកែនិយាយលឺទៅខ្លាចអីកុំនិយាយតិចនេះគឺជារបស់ពេទ្យតម្លៃមិនក្រោមពី 30,000 ទេអ្នកស្រីហ៎ម៉េចរបស់ពេទ្យទេមិនអាចទៅ ម្ចាស់ហាងតើពេលនេះនាងព្រមចុះចាញ់ដែរទេ ពួកឯងនិយាយផ្ដាស់យើងមាននិយាយថាអង្គបាត់ពីកាល ខ្ញុំដឹងថានាងមិនគោរពពាក្យសន្យានាងឆាប់មើលទៅតើមានអីត្រូវដោះសារទៀត បានពួកឯងប្រកែកធ្វើបាបគេខ្លាំងណាស់ហើយចាប់ហើយណាស់តែដឹងថាគេមិនចេះគោរពពាក្យសន្យានោះធ្វើខុសហើយមិនចង់កែខ្លួនទេខ្មាស់គេរហូតដល់យប់ព្រះហើយបានឈីងអេអាណាមនុស្សបងចាំនិយាយកាត់ប៉ាត់មកតែកបប់នោះបងចាំមកពីណានេះបងប្រហែលជាមិនធ្វើអីខុសទេមែនទេ អូនសម្លាញ់ចំពោះបញ្ហារឿងនៅថ្ងៃនេះបងដោះស្រាយជាមួយនឹងអូនដូច្នេះអូនសូមត្រឹមតែជឿជាក់លើបងទៅណា មែនអត់ អូនសម្លាញ់បងពិតជាស្រឡាញ់អូនខ្លាំងណាស់ អីបាត់ជាគេនិយាយពាក្យនេះជាមួយខ្ញុំអត់ជាគួរអារម្មណ៍ភ័ព្វមែនវ៉ាន់ឆេងវ៉ាន់តែមានធំហើយសម្លាញ់អីគេទេអ្នកមាននៅជាងឈិនអគ្គនាយកភ័យប្រកាសសុំស្នេហ៍ណាដូចជាគ្មានអីពាក់ព័ន្ធនឹងខ្ញុំទេអីចាវាជាដំណឹងដែលថ្មីបំផុតនៅដើមខែនេះណាខ្ញុំពិតជាចង់ឃើញខ្លាំងណាស់បើយ៉ាងទៀតតែមិនដឹងថាមានស្រីប្រមាណអ្នកទៀតដែលសុំស្នេហ៍គាត់ពួកយើងគួរតែទៅមើលទៅហ៎មែនទេមិត្តភក្តិអីចាមិនអាចបុកស្អុយទេតាថ្លៃហើយ អគ្គនាយកភ័យលោកមិនជាមនុស្សប្រុសស្អាតស្អំទេមានមនុស្សប្រុសណាសមគេរៀបការធ្វើមុខអញ្ចឹងនោះលោកធ្វើឲ្យស្រស់ស្រាយជាងនឹងបន្តិចទៅបានទេអូណែវាជាលើកទី1របស់ខ្ញុំអត់ទេប្រូខាងអស់មិនតិចមកលោកជួយសម្ដែងឲ្យលោកនាយកភ័យជួយមើលបន្តិចទៅមើលណែឃើញខ្ញុំខ្ញុំសម្ដែងឲ្យលោកនាយកមើលអាយ៉ាលោកនាយកសូមជួយមកខាងនេះតិចមកបាទសូមជួយមកខាងនេះលោកចាត់ទុកខ្លួនឯងដូចជាមនុស្សស្រីអញ្ចឹងណាលោកគួរតែយកចិត្តទុកដាក់ណាណែលោកភ័យការងារមួយនេះខ្ញុំមានអារម្មណ៍ថាដូចជាសពាតបន្តិចដូចមិនមកទេចាំខ្ញុំថែមប្រាក់ខែឲ្យឯងអត់ជាបញ្ហាទេអូខេធ្វើបាន ប្រាប់ពីនេះអ្នកនោះគាត់ជាប្តីរបស់ខ្ញុំហ៎ ទាំងអស់គ្នាចាប់យកផ្កាមកហើយក្រុមតន្ត្រីលេងភ្លេងផងណាដល់នៅមកចាប់ដើមប្រពន្ធសម្លាញ់បងសម្លាញ់អូនមួយជីវិតរបស់អូនតើអូនសុខចិត្តដើរជាមួយនឹងបងដែរទេប្រើពេលវេលាមួយជីវិតកំដរគ្នាដល់ចាស់ ចាំទេអេវ៉ាន់ឆេង វ៉ាន់ឈិញ នាយកភ័យទោះបីជាលោកមានបំផាត់នៅចាំងឆិននេះប៉ុន្តែលោកមិនត្រូវលោកដៃក្នុងគ្រួសាររបស់គេទេហើយថ្ងៃនេះមានព័ត៌មានហើយការប៉ັດអគ្គនាយកភ័យស្រឡាញ់ប្រុសដូចគ្នាហើយជិនគេជាប្តីរបស់ខ្ញុំពួកយើងមិនអាចបែកគ្នាបានទេអ្នកណាក៏មិនអាចទៅតាមគេពីខ្ញុំបានដែរទោះជាអគ្គនាយកភ័យក៏ដែរក៏មិនរៀបរៀងផ្លូវរបស់ខ្ញុំ ខ្ញុំគឺ មិនខុសទេគេហៅថាស្នេហា រឿងនេះគឺវាមិនមែនចឹងទេ ហាន់ឈិញចាំខ្ញុំជួយអីណាមកនេះគេហៅថាធ្វើដើម្បីស្នេហាគ្រប់ត្រូវស្នេហាឲ្យលើឡើង អាយ៉ាលោកស្រីឈប់សិនណែមង្គលការនៅថ្ងៃនេះទូឯងនេះគឺជាអ្នកស្រីនឹងហើយនឹងណាគឺជាអ្នកស្រីមឹងវ៉ាន់ឈិញ ខ្ញុំ មកខុសទេលោកស្រីគឺជាទូឯងក្នុងកម្មវិធីមង្គលការនេះជាភរិយារបស់លោកភ័យណា លោកចង់និយាយថាកំពូលមហាសេដ្ឋីស្ដីទៅដឹងខ្ញុំ មិនខុសទេគឺអញ្ចឹង អីចុះខ្លាញ់លោកស្រឡាញ់ប្តីខ្ញុំម៉េ លោកស្រីមិនដឹងទេខ្ញុំរងចាំដល់ថ្ងៃនេះចាំដល់យូរហើយ ឆាប់រត់ទៅ ណែជួយផង ឆេយែនអរគុណ វ៉ាន់ឈិញនេះអូនរត់ធ្វើស្អីហ៎ តែអត់រត់ទៀតទេអីយើលោកកែនាយកភ័យសំប្រពន្ធបងរៀបការបានរត់ទៀតតាគឺដូចជាទៅតល់ណាស់ ដូច្នេះហើយអូនគិតថាលោកភ័យសំអូនរៀបការមែនទេ អីចាបើទោះបីជាខ្ញុំនេះអាចនិយាយបានថាស្អាតតិចប៉ុន្តែខ្ញុំមកប្រៀបដូចជាបោផាដាក់ក្នុងផាងអត់តែម្យ៉ាងទៀតគេល្អដាក់បងមមមកបើសិនជាខ្ញុំមិននាំបងរត់ទៀតតាគឺច្បាស់ជាចាប់ហើយ តែអាចទៅរួចទេអ្នកមាននៅជាងឈិនលោកភ័យម្នាក់នោះគឺជារូបបងតើអូនយល់យ៉ាងម៉េចដែរ ហើយយកសពទាំងថ្ងៃតែតែ ហើយបាននិយាយទៅឈ្មោះនឹងតកលហេតុអីក៏ដូចគ្នាម៉េះណោះឡាយកងតើបងមានអីលាក់បាំងជាមួយអូនមែនអត់ព្រោះតើបងដឹងណាអូនលួចចេញខាងក្រៅក៏ហក់ម៉ាក់តែនោះបងដឹងអត់អូនអត់ឲ្យម៉ាក់ដឹងទេណាក្រោយមកទៀតដល់ពេលដែលអូនមានកូនម៉ាក់ក៏ដឹងពីរឿងនេះគាត់តល់កំណត់ក៏បានសម្លាប់ខ្លួនបងលាក់បាំងអីជាមួយអូនមែនទេ មិនក៏ហត់ទេអាយ៉ាចុះនៅរស់តឹងរស់ហើយខ្ញុំអាយ៉ាលោកនាយកភ័យហើយមិនបានទៅនៅទីនេះ
អាយ៉ាលោកនាយកភ័យហើយមិនបានទៅនៅទីនេះ អ្នកដឹក នាយ នាំ កភ័យ លោករតកាយរបស់ខ្ញុំតាមមានការអីទៅហ៎អាយ៉ាគឺវាចេះទេពេលនេះយើងកំពុងតែខ្វះតួសម្ដែងនៅក្នុងការថតរឿងអន្តរជាតិមួយចំណងជើងរឿងនោះគឺស្នេហាបរិសុទ្ធកំឡោះ CEO ខ្ញុំប្រាប់ឲ្យលោកថតក៏ថតទៅពេលដែលខ្ញុំថាកាត់គឺឈប់ទៅអនឹងបានលោកថាម៉េចខ្ញុំធ្វើតាមនឹងទៅចុះលោកទុកចិត្តខ្ញុំចុះបន្តិចទៀតចាំជួបគ្នាណាដឹងហើយនៅបានបន្តិចទៀតជួបគ្នាបានអូនសម្លាញ់ណែទៅជាមួយនឹងបងទៅ អាកានាយកភ័យ អូលោកនាយកភ័យពិតជាសង្ហានណាស់ លោកស្រីបើជានារីស្រស់ស្អាតណាហើយជីននេះគឺជាមិត្តរបស់បងមែនអត់ មិនមែនទេពួកគេសុទ្ធតែជាតកែបងជាអ្នកជួលទេម្យ៉ាងទៀតគេឲ្យបងដាក់ឈ្មោះជានាយកភ័យទៀតផង អីចុះបងស្មានតែអូនមិនដឹងមែនទេគិតថាប្រពន្ធបងនឹងល្ងងណាស់ទៅឯងកាប៉ិតអូនដឹងអត់ទៅហើយហ្នឹង ក៏ពិតគឺអូនដឹងអ្វីទៅ ខែលោកតាអូនយល់ទេ លោកតាមែនទេហ៎ លោកតា ហ៎អាយ៉ាវ៉ាន់ឈីយ៉ាយើងសុំណែនាំឲ្យស្គាល់យើងគឺជាមហាសេដ្ឋីនៅយ៉ាងឈិនឪពុករបស់ហៅយ៉ានពួកឯងទៅពីរនាក់ពិតជាស័ក្តិសមគ្នាមែន លោកតាតាំងពីដើមសក់រហូតដល់ចុងជើងអត្តចរិតលោកតាសមលោកតាជាកំពូលមហាសេដ្ឋីសម្ដែងសមណា ឯងមិនអាចៅសំអុយមិនអាចៅសំអុយមានរឿងអីលោកតាដល់ពេលនេះឲ្យឯងនៅលាក់វ៉ាន់ឈីទៀតអីនៅធ្វើជាអ្នកក្រហេបហាទៀតតើពេលណាទើបឯងបកស្រាយប្រាប់ទៀតទៅតើឯងចាប់ដល់ពេលណាទៀតហើយនេះលោកតាគិតថាខ្ញុំនេះមិនចង់មែនទេហើយយើងមិនខ្វល់អ្វីទាំងអស់ថ្ងៃនេះឯងត្រូវតែរៀបការឲ្យទាល់តែបានបើមិនចឹងទេកុំសង្ឃឹមតែបានចូលក្នុងទៀតលោកតាថាម៉េចចាប់តាជាអ្នកប្រាប់វ៉ាន់ឈីខ្លួនឯងក៏បានដែរអាយ៉ាកុំភ័យអីបន្តិចទៀតគឺចិត្តបានសម្ដែងហើយណាកុំភ័យអីណាវ៉ាន់ឈីពួកគេកំពុងតែនិយាយពីអ្វីហ្នឹង អ្នកដឹកនាំរឿងគាត់និយាយថាអូននេះគឺសម្ដែងសមណា សម្ដែង ត្រូវហើយខាងពួកយើងទាំងអស់គ្នាសុទ្ធតែជាក្រុមសម្ដែងមែនទេមានទាំងកាមេរ៉ាម៉ាន់ហើយនិងភ្លេងទៀតខាងពួកយើងទាំងអស់គ្នាកំពុងតែសម្ដែងរឿងមិនអញ្ចឹងហី ពិតមែនហើយលោកស្រីអបាញ់មិញនេះកំពុងតែថតរឿងពួកយើងត្រូវតែចូលរួមថតជាមួយនឹងគ្នាថាម៉េចថតរឿងថតរឿង គឺប្រកាសជាសម្ដែងនឹងហើយថែមទាំងសម្ដែងធ្វើជាកូនកំមុំហើយជីនអូនស្អាតអត់ ណែស្អាតណាស់ពិតជាស្អាតមែនទែនពេលអូនញញឹមគឺមានមុតស្នេហ៍ខ្លាំងណាស់សម្រស់ស្អាតផូរផង់ ហើយស្អប់តែពេកនឹងអីម៉េះទេនេះសុំតើអ្នកស្រីត្រូវការខែម្សៅទៀតចឹង អាយ៉ាណែលោកប្រុសខ្ញុំមិនឲ្យលោកស្រីដឹងទេហើយការរៀបការយើងនេះគឺច្បាស់ជារលូនមិនខាននោះទេថ្ងៃក្រោយបើមានការងារបែបនេះចាំខ្ញុំទទួលអាយ៉ាលោកភ័យអរគុណច្រើនអើយអរគុណអើយ អណែគឺត្រូវហើយគឺបែបហ្នឹងលោកតាល្អដាក់នាងអស់មួយជីវិតតាចៅដឹងហើយទៅបានលោកតាខ្ញុំនឹងល្អដាក់នាង ហើយជីនតាំងពីថ្ងៃដែលខ្ញុំមានកូនទាំងពីរនេះខ្ញុំគិតថាជាតិនេះខ្ញុំប្រហែលជាមិនស្គាល់មង្គលការដូចជាគេទេមើលទៅនោះហើយបើទោះបីជានេះជាការសម្ដែងក៏ដោយចុះប៉ុន្តែអូនសប្បាយចិត្ត វ៉ាន់ឈិននេះមិនមែនជាការសម្ដែងទេគឺអូនរៀបការជាមួយនឹងបងមែនមួយជីវិតបងនេះបងនឹងមើលថែអូនរហូតដល់ពូយើងទៅពីរនាក់ដល់ចាស់សក់ស្កៃណែសូមចាប់អាកន្លែងស្អាតៗដូចហ្នឹងដូចចាប់អាកន្លែងស្អាត ហេតុអីក៏មិនឆ្លើយតប អត់ទេទាំងនេះគឺជាជីវិតពិតប្រាកដអូពិតជាអស្ចារ្យមែន អ្នកទាំងពីររៀបការហេតុអីក៏មិនឲ្យខ្ញុំទៅអញ្ចឹងម៉ាក់លេងត្រូវការខ្ញុំហើយមែនទេចាអត់ទេកូនមក ណែចុងសប្តាហ៍នេះកំដរពួកកូនទៅដើរលេងតើល្អដែរទេហ៎ អត់ខ្លាំងណាស់ប៉ុន្តែចុងសប្តាហ៍នេះគឺជាខួបគម្រប់ម៉ាក់ខ្ញុំស្លាប់ វ៉ាន់ឈិនឲ្យបងសុំទោសផងបងមិនដឹង មិនអីទេច្រើនឆ្នាំហើយដែលខ្ញុំតែងតែទៅស្រុកដើម្បីកំដរចាស់រួចហើយក៏យករបស់ត្រឡប់មកវិញខ្លាំងបងតែជាមួយអូនអត់ អូខេបងនឹងកំដរអូនណាអត់ខួរក្បាលគិតគ្រាន់តែឃើញក៏ដឹងថាអ្នកក្រដែរមើលទៅពិតមែនហើយគិតពីអត់ខួរក្បាលមែនអត់ខួរក្បាលតាមមានន័យយ៉ាងម៉េចទេគឺជាឯងជាខួរក្បាលបង្កងហ្នឹងណា តែក្មេងសោះមកធ្វើជាឪពុករបស់កូនវ៉ាន់ឈីងបើមិនមែនជាខួបបង្កងជាស្អីទេតែទាំង
អស់គ្នាមានជំនឿអីហ្នឹងគួរតែទៅពេទ្យតែឯងកំពុងតែនិយាយអីហ្នឹងបានជីង នេះជាម្ដាយរបស់ឯង បាក់ខ្ញុំមែនទេម៉ាក់របស់ខ្ញុំជួយនៅលើអញ្ចឹងម៉ាក់រូបថតម៉ាក់របស់ខ្ញុំម៉ាក់មនុស្សបានស្លាប់អត់ទៅហើយយកមកតាំងធ្វើអីទៅពិតជាគ្មានបានការមែន គ្រាន់តែជារូបថតមកសម្លឹកតើវាយ៉ាងម៉េចទៅហ៎ មិនធានឈីលោកសំតែស្លាប់ យ៉ាងម៉េចវាគ្រាន់តែជារូបថតតែប៉ុណ្ណោះហើយយ៉ាងម៉េចទៅហ៎សុំទោសប្រពន្ធរបស់យើងភ្លាមឯងជាអ្នកក្រៅមានសិទ្ធិអីមកនិយាយផ្ដេសផ្ដាស់នៅទីនេះតើឯងមានសិទ្ធិអីស្រែកសម្លាប់ពួកយើងទៅហ៎ តែជិបតែម៉ាក់របស់ខ្ញុំຕົកឲ្យក្នុងរយៈពេល3ថ្ងៃពួកអញរើចេញអស់ទៅ ឯងជាកូនអាកតញ្ញូបានឈិញប៉ាមិនទាន់បានស្លាប់ផងនាងចង់ចែកទ្រព្យសម្បត្តិមែនទេប្រាប់នាងទៅចុះបើទោះបីជាប៉ាស្លាប់ក៏ដោយផ្ទះនេះគឺជាកម្មសិទ្ធិរបស់យើងនាងសូម្បីតែមួយសេនក៏មិនអាចទទួលបានដែរឪពុករបស់ឯងមិនទាន់ស្លាប់ផងតែចង់ដណ្ដើមទ្រព្យសម្បត្តិទៅហើយ មិនជីឈៀងមិនពេលដែលម៉ាក់យើងស្លាប់តែគាត់បានផ្ទេរឈ្មោះផ្ទះនេះមកឲ្យយើងលោកគ្រាន់តែជាកូនជាមួយអ្នកទី3មង្គលការរបស់ពួកឯងគឺយើងជាអ្នករៀបចំចំនួនមង្គលការគឺយើងចេញទាំងអស់ផ្ទះគឺយើងជាអ្នកចេញឲ្យដែរឯងចង់មកដណ្ដើមមរតកម៉ាក់យើងទៀតទេអូយបានឈីញយបានឈីងហេតុអីក៏ចិត្តរបស់ឯងសាហាវខ្លាំងម្ល៉េះហេតុអីក៏ឯងចោលសាច់សវ៉ាឆ្អឹងបែបនេះទៅវិញឆាប់បាត់មកទៅពួកឯងល្មមឈប់សម្ដែងទៀតហើយប្រហែលឆ្នាំនេះពួកឯងប្រកែកសម្ដែងណាសម្ដែងដូចជាស្វាលុតទៅលុតមកចិត្តរបស់ពួកឯងលុបលុនចង់បានគ្រឿងអលង្ការរបស់ខ្ញុំរបស់ដែលឯងកំពុងតែពាក់ហ្នឹងសុទ្ធតែជាកែរបស់ម៉ាក់ខ្ញុំទាំងអស់ប៉ុន្តែត្រូវឯងប្រដៅពីគាត់អស់ពីខ្លួនហើយអាចារ្យល្មមបានហើយលោឡាស្អីហ្នឹងគឺសិតតែជាគ្រួសារតែមួយតា មានចំអកនេះឆ្លាតតាំងពីពេលណាមកពីមុនចឹងនិយាយស្រួលគ្នាណាស់ ពេលនេះគេតាំងចិត្តបដិញពួកយើងចេញហើយណាតើគាត់យ៉ាងម៉េចទៅ មានចំអកនេះវាមានក្នុងបំឯងវាចេះដុសស្លាប់ហើយណែឆ្នាំនោះតើមាននៅសល់ទៀតទេហ៎ បងចង់បានឆ្នាំនោះមែនទេ ពិតមែនហើយគឺជាឆ្នាំនោះណាអាយ៉ាកូនប្រសាមើលតែឯងមកពីចម្ងាយមិនទាន់បានញ៉ាំបាយទេនៅទីនេះសិនហើយគ្រួសាររបស់យើងមិនសូវបានជួបជុំគ្នាទេអញ្ចឹងគួរតែញ៉ាំបាយជួបជុំគ្នាហើយតែល្អដែរទេពួកយើងញ៉ាំបាយជុំគ្នាម្ដងណាកូនស្រីកូនប្រសា រឿងផ្ទះរយៈពេល3ថ្ងៃទៀតគឺត្រូវតែចាត់ចែងឲ្យខ្ញុំ អត់អីទេរឿងផ្ទះគឺប៉ានឹងប្រគល់ជូនកូនវិញគ្រាន់តែយើងមិនសូវได้បានជួបជុំគ្នាទេដូច្នេះគួរតែញ៉ាំអាហារមួយពេលជួបជុំគ្រួសារមួយពេលទៅណាចាត់ ញ៉ាំហូបដែលមីងធ្វើទៅណាមីងខំធ្វើអស់ពីដៃពីជើងហើយញ៉ាំមកម៉ាត់ទៅមិនបាច់ទេមិនក៏អញ្ចឹងខ្ញុំយកថាមើលទៅមិនគួរឲ្យចង់ញ៉ាំសោះ ខ្ញុំក៏យល់ថាមិនចង់ញ៉ាំដែរបើអញ្ចឹងកូនហូបត្រីវិញទៅណា ហើយឡើយចេះចង់បានចង់ញ៉ាំសាច់ទេញ៉ាំត្រីទៅមិនបាច់ទេត្រីវាត្រឡប់ណាមីង នៅក្នុងសាច់ត្រីនេះច្បាស់ជាមានរបស់មិនល្អទេ អូបើអញ្ចឹងញ៉ាំបន្លែទៅខ្ញុំយល់ថាញ៉ាំអានេះតែល្អជាង លោកប៉ាប៉ាយល់ហើយ បងចង់សម្រាប់មនុស្សមែនទេ នេះអូននិយាយស្អីហ្នឹងសម្រាប់មនុស្សខុសច្បាប់ណានិយាយទៅនេះគឺជាឪពុកម្ខាយរបស់គេណា បាញ់ចង់បងចង់ធ្វើអី ឲ្យពួកគេដោះខោអាវចេញឲ្យអស់ឲ្យពួកគេអោបគ្នាឬឲ្យបង្ហោះចូលក្នុងអ៊ីនធឺណិតឲ្យពួកគេមិនអាចចេញទៅណាបានធ្វើឲ្យពួកគេទៅពីអ្នកខ្មាស់គេណែចាប់ដើមថតទៅលោកប៉ាខ្ញុំថាល្បីរបស់ខ្ញុំសាហាវកាលពេលលោកប៉ាសាហាវជាខ្ញុំទៅទៀតមកពីពួកគេប្រហឿនអ្វីដែលត្រូវតែគូបន្ទោសគឺបន្ទោសជីវិតរបស់គេទៅធ្វើជាកូនរបស់យើងនៅផ្ទះល្អៗមិនចង់ទេចង់ប្រឆាំងជាមួយនឹងឪរបស់វា បងឲ្យទូរស័ព្ទនេះមកខ្ញុំឲ្យខ្ញុំថតមែនទេអូហូគំនិតអីក៏អាក្រក់ម៉េះចង់តម្រាក់កំហុសមកលើខ្ញុំមែនទេចង់ឲ្យគេមកចាប់ខ្ញុំដាក់គុកឲ្យបងរួចខ្លួនហេតុអីក៏មានល្បិចអាក្រក់ម៉េះបងចង់ឲ្យគេមកចាប់ខ្ញុំនេះតែម្នាក់ឯងហើយ រឿងបែបនេះគឺអូនជាអ្នកធ្វើបងជាមេគ្រួសារមិនធ្វើកើតទៅអណែម៉ាក់ខ្ញុំខ្វាក់ភ្នែក10ឆ្នាំហើយខ្ញុំមើលអ្វីមិនឃើញនោះទេម៉ាក់ យីអាកូនអកតញ្ញូឯងនេះឯងជាមួយប៉ាឯង បានហើយកែងអូនត្រូវការខ្សែដៃរបស់កូននោះមែនទេហ៎អញ្ចឹងក៏ឆាប់ទៅធ្វើការរើសឲ្យចាំទៅតិចអីផ្សេងទៀត ពួកឯងនេះពិតជាគ្មានធម្មតាមែនមនុស្សក្នុងគ្រួសារប៉ាឯងនេះសិតតែអាក្រក់ទាំងអស់អេ អណែអីនេះគឺថាចង់ធ្វើអ្វីហ្នឹង ឯងអត់បានហូបទេអី សំទោសផងមនុស្សដូចខ្ញុំរត់ចំណៃខ្លាំងណាស់មកហូបគ្រួសាររបស់ពូនាងពិបាកស៊ីយ៉ាងនេះចង់ឲ្យខ្ញុំស៊ីផងហ៎អ្នកដែលដាក់ថ្នាំខ្ញុំបន្តិចទៀតប៉ូលីសមកដល់ហើយនេះឯងនិយាយស្អីទៅកូនស្រីរបស់ខ្ញុំមិននឹងអាចធ្វើបាបខ្ញុំបានទៅមែនហើយបងថ្លៃពួកខ្ញុំមានបានដាក់ថ្នាំអីណាលោកយល់ច្រឡំហើយចោះមួយនេះជាស្អីទៅអណែ
យើងដាក់ថ្នាំឲ្យវាហើយដោះកៅអៅវាចេញឲ្យវាដេកអោបគ្នាបង្ហោះរូបវានៅក្នុងអ៊ីនធឺណិតឲ្យវាខ្មាស់គេណែយើងចេះតែនិយាយទេបងថ្លៃនេះជាការចូលច្រឡំទេ ឯងធ្វើជាខ្វះឯងយើងចិញ្ចឹមឯងរយៈពេល15ឆ្នាំនៅថាយកច្រឡំទៀតទេប្រហែលឆ្នាំនេះថ្លៃផ្ទះរបស់ឯងហើយនឹងថ្លៃការប្រពន្ធឯងនោះគឺសិតតែជាកម្លាំងញើសឈាមរបស់យើងដែលខំប្រឹងចរទាំងថ្ងៃទាំងយប់ហ្នឹងទេពួកឯងគឺសិតតែជំនួសបោកប្រាស់ អូនកុំបារម្ភអីមានបងនៅទីនេះហើយ ហើយយ៉ាវ៉ាន់ឆេងមានការអីពួកយើងនិយាយគ្នាតាមស្រួលទៅណាហើយម្យ៉ាងទៀតពួកយើង នាងចង់ធ្វើស្អីហ៎ នៅឆាប់ធ្វើអីទៀតមិនក៏មិនឆាប់ធ្វើចរានគ្នា ពួកឯងចូលមក អេពួកឯងចង់ធ្វើអីហ្នឹង ណែចាប់យើង លេងទៅ ណែលេងយើងលេងយើង ប៉ុន្តែធ្វើបែបនេះគឺខុសច្បាប់ហើយ អ្នកសាកសមនិយាយពាក្យនេះទេហាន់ស៊ូវ៉ាន់ឈិងមានតែជាប់គុក3ឆ្នាំទេពីបទឆបោកមានចេតនាសន្សាជាប់គុករយៈពេល3ឆ្នាំតែឯងមានចេតនាចង់សម្លាប់មនុស្សអាចរយៈពេល10ឆ្នាំ ការពិតគឺអញ្ចឹងហី ក៏ប៉ុន្តែពួកឯងមិនមែនត្រឹមតែចេតនាទេថែមទាំងបានដាក់ថ្នាំពុលសម្លាប់ផងដូច្នេះទោសរបស់ពួកឯងនេះគឺបើសរុបទៅប្រហែលជាខ្ទង់30ឆ្នាំជាង លោកកាយូ តែចាស់នៅសុកនៅឯងចង់ធ្វើអ្នកក្លាហានតាមទ្រព្យសម្បត្តិគេឥឡូវដេកគុកលេងអើលើខ្ញុំ អើយ30ឆ្នាំ ឯងទៀតហើយឯងជួយវ៉ាន់ឈិងឯងគឺជាអ្នកខ្លាចបំឡំធ្វើជាលោកប្រុសភ័យការពិតគឺជាអាចង្រៃឯងទេអីមករបស់ឯងទៅនេះគឺណែ គេជានាយកប្តីរបស់ខ្ញុំគេជាតកែដែលមានចិត្តល្អណាស់ឲ្យតែមានរឿងអយុត្តិធម៌គេតែងតែចេញមកជួយជានិច្ចជាពិសេសមនុស្សដូចជាឯងនេះមិនឲ្យឯងមើលងាយគាត់សូម្បីតែប្រមាថលោកកាយូលេខនេះខ្ញុំពិតជាអរគុណលោកណាលោកពិតជាមនុស្សល្អដែលគួរឲ្យគោរព ណែពួកយើងប្រឹងផលិតទៅពួកគេធ្វើពុតជាភ្នែកខ្វាក់ម្យ៉ាងទៀតនៅក្នុងតុអាហារដាក់ថ្នាំបំពុលចង់បំពុលពួកយើងអាយ៉ាខ្ញុំមិនតោជាប់គុកទេតែចាម្នាក់នេះក៏ត្រូវតែជាប់គុកដែរវ៉ាន់ឈិងយើងឆាប់ស្លាប់ទៅ ម្យ៉ាងអូយ វ៉ាន់ឈិងអូមិនអីទេវ៉ាន់ឈិងចាប់ហៅពេទ្យមកឆាប់ហៅឡានពេទ្យមកអាចក្រៃ ហើយកុំធ្វើបាបកូនរបស់ខ្ញុំ បាត់មកស្អីចង្រៃឯងទៅបើសិនជាប្រពន្ធរបស់ខ្ញុំមានរឿងអីនោះអ្នកទាំង3មិនអាចរួចខ្លួនបានទេ កុំអី អាយ៉ាយុដល់កោហើយតិចមានរឿងអីកើតឡើងទៀតដឹងអីលោកតាកុំបារម្ភអីខ្ញុំជឿជាក់ថានេះមិនកើតអីទេខ្ញុំជឿជាក់លើលោកគ្រូពេទ្យនេះច្បាស់ជាមិនអីទេសញ្ញារបស់អ្នកជំងឺលោកគ្រូពេទ្យប្រពន្ធរបស់ខ្ញុំចាំមិនហើយប្រពន្ធរបស់ខ្ញុំចាំមិនហើយឲ្យខ្ញុំសុំទោសផងពេលនេះប្រពន្ធរបស់លោកគឺខ្ញុំមិនអាចជួយសង្គ្រោះបានទេខ្ញុំជួយសង្គ្រោះអស់ពីលទ្ធភាពហើយណាគឺជាខ្ញុំមើលថែនេះមិនបានល្អគឺជាកំហុសរបស់ខ្ញុំមើលថែនេះមិនបានល្អការប៉ັດទៅប្រពន្ធរបស់លោកមិនអីទេថាម៉េច លោកប្តីនេះអើយចាំមែនទេអីចាចង់ឲ្យខ្ញុំវះកាត់ផងហ៎បងនេះ រឿងនេះបងមិនដឹងទៅបងស្មានតែថាហើយបានហើយអាយ៉ាចៅភាសារបស់តាពិតជាមានវាស្ដាប់ថ្លៃមេតមានជីវិតរស់តែគាត់តែថាបោកតាមបន្តិចអីតែចៅបេះដូងតាខ្សោយខ្លាំងណាស់បើសិនតែចៅឯងប្រេងលេងចឹងតារំជួលចិត្តច្បាស់ទៅមុនចៅហើយដូច្នេះស្ថានភាពបែបនេះតាមិនសូវទទួលយកបានទេតាចៅស្រីហ៎ លោកតាសុំទោសដែលចៅធ្វើឲ្យលោកតាបារម្ភយ៉ាងនេះ ហ៎ណាអាចៅឯងឆាប់បង្កើតកូនមួយទៀតទៅឲ្យបាន3នាក់ទុកឲ្យតាជាអ្នកចិញ្ចឹមណាដល់ហើយនៅឲ្យចាប់តាដល់ពួកគេទៅលេងដន្ត្រីសបៃស្អីគេដែរđâyនោះអាកន្លែងសួរតាល្អឲ្យតាដល់ពួកគេទៅទាំងអស់លោកតាវ៉ាន់ឈិងទើបតែវ៉ាកាត់ទេមិនទាន់បានស៊ូទេលោកតាបញ្ចេញទៅវិញទៅចៅឆាប់សម្រាប់ទៅណាបើអាចៅស្អីឯងឆាប់ប្រាប់ពីតដាក់របស់ឯងឲ្យនាងដឹកទៅដើម្បីពួកឯងបានចូលទៅនៅក្នុងផ្ទះរបស់យើងដាច់ខាតកុំធ្វើឲ្យនាងភ័យតក់ស្លុតទៀតណាឯងដឹងហើយទៅបានលោកតាបានលោកនាយកការតេស្ត DNA និងលក្ខគឺបានចេញលទ្ធផលហើយថាម៉េចពេលនេះទើបតែចេញមែនទេបានគឺពួកយើងធ្វើតាមដំណើរមិនបានការធ្វើតេស្តតាម VIP ទេខ្លាចគេលេចលឺដំណឹងទៅខាងក្រៅបានហើយពេលនេះយើងក៏បានដឹងហើយថាអ្នកដែលចូលបន្ទប់808នោះគឺជាវ៉ាន់ឈិងនោះឯង 6ឆ្នាំមុនបន្ទប់808មិនបានឈិញឯងបានបង្ហាញទ្រព្យសម្បត្តិរបស់យើងពេលនេះកម្មពីរបស់ឯងបានមករកឯងហើយស្រីចង្រៃ ណែអូនចាអូនមិនត្រូវជឿឆាននោះទេណាហើយខ្ញុំអត់បានគិតអីទេប៉ុន្តែពេលនេះបើស្ដាប់ទៅពិតជាគួរឲ្យខ្លាចខ្លាំងណាស់យកកបិតមកចាក់បែបនេះហាក់បងគិតតែមើលខ្ញុំគិតថាថ្ងៃក្រោយបើអត់ពីបងទៅខ្ញុំនឹងកូនតែគិតយ៉ាងម៉េច លើក្រោយមិនត្រូវធ្វើអញ្ចឹងនោះទេមានរឿងខ្លះអូនអាចប្រាប់អោកបាន ហើយគឺមកពីគេមិនបានគិតវែងឆ្ងាយហ្នឹងណាបងជាប្តីរបស់ខ្ញុំគឺខ្ញុំត្រូវតែការពារបងអញ្ចឹងហើយ ឲ្យបងសុំទោសលើក្រោយអូនកុំធ្វើរឿងផ្ដេសផ្ដាស់បែបនេះទៀតវ៉ាន់ឈិងតាមពិតទៅបងចង់និយាយរឿងមួយជាមួយនឹងអូន និយាយមក
ណែអើយខ្ញុំមើលឃើញទេឃើញទេ លោកអគ្គនាយកនេះហើយសង្ងំ ខ្ញុំមានការបន្តិចជាមួយនឹងប្តីរបស់ដានាងអូនសម្លាញ់បងសុំចេញទៅខាងក្រៅបន្តិចសិនណាមកលទ្ធផលតែយ៉ាងម៉េចហើយលោកប្រធានមនុស្សស្រីការប្រយុទ្ធនោះគឺខ្ញុំបានរកឃើញហើយនេះឯងនិយាយថាម៉េចហ្នឹងកាមេរ៉ារូបភាពចាប់បានហើយគឺស្រីម្នាក់នេះចេញពីបន្ទប់ណាក្រែងកាមេរ៉ានៅក្នុងសន្តាគារនេះមានបញ្ហាមែនទេហេតុអីបានជំនាញបានវាម្យ៉ាងទៀតទោះបីជំនាញជាការពិតក៏ដោយនិយាយទៅសម័យនេះគឺជាសម័យមនុស្សប្រុសស្រីគេជាមួយគ្នាជារឿងធម្មតានោះទេ ខ្ញុំថែមតែបង្កើតកូនឲ្យលោកពីរនាក់ទៀតណា មានកូន ខ្ញុំមានកូនមិនទាន់រៀបការហើយថែមទាំងខំចាំកូនឲ្យបានធំទៀតខ្ញុំរស់នៅត្រូវគេប្រមាថមើលងាយគ្រប់កន្លែងទាំងអស់ទោះបីជាមិនកាត់ពីកូនបំណាច់អីប៉ុន្តែលោកគួរតែកាត់ពីការប៉ះទង្គិចខ្ញុំឬមួយក៏សូម្បីតែឈាមរបស់លោកក៏លោកមិនកាត់ ណាបញ្ញាប់ឲ្យខ្ញុំជួបមកកូនទាំងអស់នោះទៅហើយចោះលោកស្រីវិញនោះខ្ញុំត្រូវតែទៅពិនិត្យឲ្យបានច្បាស់លាស់ឯងចាប់ទៅ កូនគេមានជំងឺគេពិបាកក្នុងការនិយាយជាមួយអ្នកផ្សេងខ្លាំងណាស់តម្រាំតែអញ្ចឹងគេបានធំមិនមែនជាការងាយទេណា នាងខ្ញុំក៏បានស៊ើបនៅក្នុងបណ្ដាញវេបសាយមិត្តភ័ក្តិរបស់នាងគ្រប់គ្នាអ្នកណាក៏គេដឹងដែរ ហើយចាបើពុំមុនរៀបការណាហ៊ានតែនិយាយប្រាប់ទៅ មើលទៅនាងដូចជាមិនដូចគេសោះលោកអគ្គនាយកខ្ញុំបានតេស្ត DNA រួចហើយឈាមហើយនឹងសរសៃសក់របស់លោកពិនិត្យមើលចូលគ្នាគឺ 99% ជាកូនរបស់លោកនេះបើតាមយកនៅក្នុងការពិនិត្យតេស្ត DNA គេពិតជាកូនរបស់ខ្ញុំមែនណា អគ្គនាយករឿងទាំងអស់ត្រូវបានរៀបតារាងការពិតហើយណា បើគេជាកូនរបស់ខ្ញុំមែនខ្ញុំនឹងធានារ៉ាប់រងក្នុងការរស់នៅរបស់គេក៏ប៉ុន្តែបើសិនជានាងកុហកខ្ញុំនោះមួយជីវិតនេះខ្ញុំនឹងធ្វើឲ្យនាងស្ដាយក្រោយចុះកូនទាំងពីរនាក់របស់ខ្ញុំវិញនោះនេះគឺជាការពិនិត្យរបស់លក្ខណៈនិងហានហាការតែ DNA មិនដូចគ្នាទេតើមានរឿងអ្វីទៅធ្វើតាមដំណើរសាច់រឿងទៅឲ្យមនុស្សខ្លាំមើលនាងទៅបាទ ជួយផងនេះគឺខ្ញុំ ចាខ្ញុំប្រាប់ហាញ់តែថាកុំឲ្យមកបើសិនជាអ្នកផ្សេងគេឃើញគិតយ៉ាងម៉េចទៅ អត់គំរូរបស់យើងជោគជ័យទេ ហើយមើលទៅគេប្រហែលជាជឿហើយចាំជាល្ងងមែនអញ្ចឹងតែបាច់ចបានឈីវាបោកបាន បើអញ្ចឹងវីដេអូនេះណាឲ្យមក ដំណឹង 100000 ដំណឹង 100000 អាយ៉ាពេលនេះពួកយើងជិះទូទៅមួយហើយឆាប់ឡើង តាមពិតវីដេអូនៅសភាគារនោះគឺយើងការពារកុំឲ្យវ៉ាន់ឈីបញ្ចេញមកអុកលុកតែប៉ុន្តែមិននឹកស្មានថាវាឈប់រៀនព្រោះតែវាមានកូនវីដេអូហ្នឹងគឺមានប្រយោជន៍ទៀតណាអស់ត្រូវហើយក្មេងតែបងយកមកពាំងនោះតែជាកូនណាទៅបានមកពីណា នោះគឺជាកូនសិស្នារបស់ខ្ញុំទេនេះមានជំងឺឈឺស្លាប់គេនៅមិនដូចកម្មាកំព្រា ថាម៉េចគេជាកូនបង បងបានលួច DNA កូនការរបស់គេដូច្នេះហើយដោយសារតែគេដេញបោកចេញពីក្រុងធ្វើឲ្យទ្រព្យសម្បត្តិរបស់យើងរលាយអស់ពេលនេះយើងត្រូវតែយកទ្រព្យសម្បត្តិរបស់គេត្រឡប់មកវិញឲ្យបានអ្វីគ្រប់យ៉ាងគឺជារបស់យើង អីចាបានហើយកុំសម័យពេកប្រយ័ត្នតែផែនការរបស់យើងត្រូវលាយទៅ រឿងនេះអូនទុកចិត្តចុះលោកអគ្គនាយកយើងបានទៅស៊ើបអង្កេតហើយកាលពី6ឆ្នាំមុនលោកចៅបានទៅគ្លីនិកយកកូនចេញឯកសារក៏មានដែរល្អជឹងដឹងហើយក ូនម្ចាស់ប្រៀបដូចជាសត្វដេរឆានអញ្ចឹងមិនត្រឹមតែលោឡាទេទេចុងក្រោយក៏ស្រាប់តែដួលទៅលើបដងខ្សែកប្លែកមួយនោះហើយបន្តមកទៀតក៏ខ្លាចទៅជាស្រីបិសាចហើយព្រះហើយបិសាចពិតមែនទេបិសាចទេសិនអូខំបងចាំការពារចិត្តមិនតាមម្លឹងទេកូនសិនអូខំកុំចិត្តបិសានៅប្រើដំបងទៀតអេកូនតែគេទៅកូនណាបានចាតែយើងហើយជៀនមានរឿងអីចាំនិយាយជាមួយខ្ញុំមេហើយជៀនមានរឿងអីចាំនិយាយជាមួយខ្ញុំមេ បងណែ អេឈប់សិនសុំម្ដងទៀតបងលែងត្រូវការអូនហើយអើយបាញ់ចឹងធូរទ្រូងតិច ខ្ញុំជាអ្នកម៉ៅការសំណងប្រពន្ធសម្លាញ់ បងសម្លាញ់ហាងបរទេសមាននំបញ្ចុកស្លោកខ្យងដែរមែនទេហេតុអីក៏ល្ងងចឹងនេះហាងថ្លៃហើយនៅមិនដឹងទៀត ចាំមិននឹង មើលខ្លួនឯងទៅ ណែក៏ប៉ុន្តែវាចៃដន្យទេរឿងនោះគឺបងអាចបកស្រាយបានបងអាចបកស្រាយជូនអូនបានណា កូនចៅចៃដន្យហើយចុះខ្ញុំផ្លាកានិយុខ្ញុំចៃដន្យមែនទេកូនទាំងពីរក៏ចៃដន្យដែរមែនទេផ្លាកានិយុក្រុមហ៊ុនភ័យគ្រប់ភ័យហើយជីន វ៉ាន់ឈីតាមពិតគឺបងប្រាប់អូនដែរតែអូនមិនជឿ កាលពីមុនអូនតែងតែគិតថាប្តីរបស់អូនក្រប្តីរបស់អូនអត់សមត្ថភាពប្តីរបស់អូនមិនចេះអីនោះទេប៉ុន្តែប្តីរបស់អូនគឺជាមនុស្សស្មោះត្រង់គឺជាមនុស្សដែលមិនចេះកុហកទេ បងសុំទោសផងអូនសម្លាញ់ អូនគិតថាអូនជាមនុស្សសំណាងបំផុតដែលព្រះជាម្ចាស់បានប្រទានបងឲ្យអូនថ្ងៃដែលអូនបានជួបជាមួយបងអូនគិតថានេះជាការយល់សប្តិប៉ុន្តែអូនពេញចិត្តនឹងការយល់សប្តិបែបនេះប៉ុន្តែផ្ទុយទៅវិញការយល់សប្តិនេះគ្រាន់តែមកប្រព្រឹត្តភ្នែកក៏ស្រាប់តែរលាយទៅវិញបាត់
ណែ ប៉ាប៉ាធ្វើឲ្យម៉ាក់ខឹងមែននេះប៉ាប៉ាតាំងពីមុនមកអាចប៉ាប៉ាជួបបញ្ហាអីមិនដែលចេះផឹកស្រាទេ អាយ៉ាម្ល៉េះមកពួកកូនទាំងពីរនាក់ចូលចិត្តប៉ាប៉ាទេ ប៉ាស្រឡាញ់កូនកូនស្រឡាញ់ប៉ាប៉ាដែរទោះជាប៉ាប៉ាមិនមែនជាប៉ាប៉ារបស់កូនបង្កើតក៏ដោយតែកូនស្រឡាញ់ប៉ាប៉ាជាប៉ាប៉ាធ្វើឲ្យម៉ាមីសប្បាយចិត្តបានប៉ាប៉ាជាមនុស្សអស្ចារ្យខ្លាំងណាស់ដឹងទេអីយ៉ាងសង្ហាដល់ហើយយកគាត់ធ្វើជាប៉ាប៉ារបស់យើងទេប្តីសម្លាញ់ខ្ញុំមិនតែបងគឺដូចជាហាត់ពេកហើយសុំទោស អូនសម្លាញ់ចាំមិនហើយសុំទោសបងស្រឡាញ់អូនហានលលពួកកូនដឹងទេថាប៉ាប៉ាឯងគឺជានរណាគេ គឺជាប៉ាប៉ាល្អបងទៅលើលោកនេះ មិនកូនទេប៉ាគឺជាមនុស្សខ្លាំងជាងគេនៅលើโลกនេះប៉ាសន្យាជាមួយនឹងពួកកូនច្បាស់ជាមានសុភមង្គលនឹងហើយឬនៅ ប្រកាសណា ប្រកាសហើយមកនេះលោកប្រកាសទៀតដែលថាលេងឡាជាមួយនឹងលោកស្រីចរិតរបស់វ៉ាន់ឈីងឯងក៏ដឹងដែរមិនមែនជាសត្វប្រពៃឯណាជាងទេដែលជាសត្វប្រពៃនោះក្រៅពីលេងហើយនៅធ្វើស្អីទៀតបើលេងលះដាច់គ្នាស្រឡះលេងបានជួបមុខគ្នាហើយបានហើយកណ្ដាស់លេងលះនេះធ្វើតាមនឹងទៅហើយនេះយ៉ាងម៉េចនឹង អញពិតជាលេងលះជាមួយកាត់យុមែនទេកុំវត្តលុយពេកប៉ុន្តែគាត់ជាមហាសេដ្ឋីណាបើឯងលេងលះគួរស្ដាយណាមិនឯងប្រគល់ឲ្យគ្នាមកវើយបើគ្នាបានធ្វើជាប្រពន្ធរបស់គាត់ណាក្នុងមួយខែគ្នាយកពីគាត់តែ10000តែប៉ុណ្ណោះទេអត់ចូលច្រើនទេណាហើយបានហើយឈប់និយាយទៅតើឯងមានសម្លៀកបំពាក់គ្រប់គ្រាន់អត់នឹងធ្វើជាអ្នកមានណាត្រូវដូរសម្លៀកបំពាក់គឺពិបាកណាហើយគ្នាមើលតែឯងគឺដូចជាគ្មានមនោសញ្ចេតនាអីសោះមិនមែនគ្មានមនោសញ្ចេតនាទេប៉ុន្តែខ្ញុំអត់ចូលចិត្តយូរហើយដែលគេកុហកខ្ញុំប៉ុន្តែបើសិនជាឯងស្ដាយក្រោយគិតមិនទៅហើយសេឡាំងខ្ញុំប្រាប់ឯងទៅចោះមនុស្សដូចជាភ័យយានណាមានមនុស្សច្រើនណាស់ដែលតាមស្រឡាញ់គាត់ចំណែកពិភពរបស់គាត់ហើយខ្ញុំគឺអត់ដូចគ្នាទេហើយប៉ាជាចង់លេងលះគ្នាមែនទេអាឡូសុំសួរបន្តិចលោកកែនយុប៉ាជាចង់លេងលះគ្នាមែនទេភ័យហើយយានលេងលះនៅកន្លែងជប់លៀងតាមមានន័យយ៉ាងម៉េចទេ សុំតាមបំណងរបស់អូនតើ បើបងប្រកាសជាសាធារណៈឲ្យគេដឹងបែបនេះក្រៅពីការលេងលះហើយនោះតែមានអ្នកណាគេស្រឡាញ់ខ្ញុំទៀត អញ្ចឹងគឺមិនលេងលះទេហ៎ បងមានចេតនាមែនទេ ពីមុនពួកយើងនិយាយគ្នាហើយអូននិយាយថាលេងលះបងមិនព្រមតែពេលនេះអូនត្រូវតែស្ដាប់បងពេលនេះគឺព្រមលេងលះហើយចាត់ទុកថាស្មើគ្នាចុះ ដេកចូលសពតើប៉ាឆ្លោះគ្នាមែនទេណ៎អូនអត់យល់ទេអានេះគេហៅថាពិធីឆ្លងកាត់ការឆ្លោះគ្នារួចឆៃស្រឡាញ់គ្នាវិញ ពិធីលេងលះចាប់ផ្ដើមបន្តទៅទៀតនេះក៏សូមអញ្ជើញកូនកន្លះកូនកំមុំអញ្ជើញឡើងមកលើវេទិកាសូមអញ្ជើញកូនកន្លះកូនកំមុំ អេប៉ាត់ជាស្អាតខ្លាំងណាស់មកភ័ក្រ នេះគឺជាគូស្នេហ៍ថ្មថ្មីពុតជាមិនដែលបានធ្លាប់ឃើញទេ ខ្ញុំលើថាកែនយុភ័យគឺជាអ្នកប្រកាសប្រាប់ដល់ផ្ទាល់ណានេះចាត់ទុកថាម្ដាយរបស់គាត់គឺជាអ្នកដោះស្រាយឲ្យហើយប៉ាត់ជាសំណាងខ្លាំងណាស់លីវ៉ាន់ឈីងឯងនៅតែមករកប្តីជើងទៀតទេលីវ៉ាន់ឈីងឯងនៅមករកប្តីជើងទៀតទេលេងចៅឯងមើលច្បាស់ទៅមង្គលការនេះគឺចិត្តចាប់ហើយមនុស្សប្រុសម្នាក់នេះគេនឹងខ្លាចទៅជារបស់ឯង បើអូនមិនចង់លេងលះទេបងក៏មិនជំទាស់ដែរអាចលុបចោលនៅពេលណាក៏បានដែរ ប៉ុន្តែខ្ញុំ នេះបានសមជាប្រពន្ធរបស់បងថ្ងៃនេះអូនពិតជាស្អាតខ្លាំងណាស់ណាអូនខ្លាំងណាស់ ពួកយើងសូមធ្វើជាសាក្សីជាភ្ញៀវកិត្តិយសភ័យវាំងយ៉ាងជាមួយនឹងម៉ឹងវ៉ាន់ឈីងបញ្ចប់ដោយមិនវែងឆ្ងាយ3ខែរៀបការទាំងពីរនាក់ស្គាល់គ្នាយ៉ាងច្បាស់ជាប្តីប្រពន្ធប្រែខ្លាយទៅជាមនុស្សមិនស្គាល់គ្នា ស្គាល់គ្នា ណែខុសហើយស្គាល់គ្នាច្បាស់ណាស់ ឥឡូវនេះសម្បត្តិអភិពាហ៍ពីរនេះគឺបញ្ជាក់ថាអ្នកទាំងពីរបានរៀបការជាមួយគ្នារួចហើយអញ្ចឹងបើសិនអ្នកទាំងពីរចង់លេងលះនោះសូមអ្នកទាំងពីរនិយាយទៅ អេតាស៊ីវិលហេប៉ាប៉ាម៉ាមីអានមកជាមួយគ្នាហើយតើមង្គលការរបស់យើងពិតជាត្រូវចាប់មែនទេ អ្នកនាងវ៉ាន់ឈីងចាប់ពីថ្ងៃនេះទៅមិនខ្វល់ថាលោកយ៉ានស្រឡាញ់ថ្នាក់ថ្នមបណ្ណាទេនាងពិតជាបញ្យល់ព្រមជាមួយនឹងគេឬ ខ្ញុំមិនព្រមរស់នៅជាមួយលោកហើយយានទេ លោកហៅយ៉ានមិនខ្វល់ថាអ្នកនាងវ៉ាន់ឈីងមានចិត្តសប្បុរសយ៉ាងណាទេក៏លោកនៅតែបញ្យល់ព្រមមែនទេសូមលោកជួយនិយាយ ខ្ញុំព្រម នេះជាកន្លែងអីហ្នឹងនៅវែកញ៉ាញ់ហ្នឹងហើយឲ្យលឿនឡើងទៅ បើមិនចឹងខ្ញុំមិនព្រមទេអាយ៉ាមួយទៅគេដូចជាមិនចង់លេងលះជាមួយគ្នាទេ ការប៉ិនពួកយើងក៏ដូចជាមកអបបរិយាកាសប្តីប្រពន្ធគេអញ្ចឹងណា ឈឺ មិនអាចទេ សូមអ្នកទាំងពីរចុះហត្ថលេខាដើម្បីបញ្ជាក់ពីការព្រមព្រៀងលេងគ្នានៅថ្ងៃនេះសុពលភាពចាប់ពីថ្ងៃនេះតទៅ លិខិតលេងអញ្ចឹងមិនហ្នឹង ណ
នេះគឺជាវិធីលេងលះរបស់អ្នកមានចុះកងត្រាលិខិតសញ្ញេជារឿងធម្មតាទេណា ម៉ាសញ្ញេគាត់សញ្ញេ ក្រុមហ៊ុនភ័យគ្រប់សូមអបអរសាទរលោកស្រី ជូនពរលោកស្រីមហាសិទ្ធិនៅជាងឈិនជូនពរលោកស្រីមហាសិទ្ធិនៅជាងឈិន ហ៎ ណាការលេងលះនេះគឺត្រូវបែងចែកទ្រព្យសម្បត្តិ លោកស្រីអគ្គនាយកភ័យគឺជាអគ្គនាយកធំមែនទេទ្រព្យសម្បត្តិបន្តិចមានទេណាមកគោលការណ៍បានរៀបចំរួចហើយអគ្គនាយកភ័យក៏រកហេតុអីក៏ខ្លាចជារបស់ម៉ាំងវ៉ាន់ឈីងទៅវិញគម្រោងការរបស់ខ្ញុំមិនត្រូវលាអស់ហើយទេនេះមានរឿងអីមែនទេ លេងលះត្រូវបែងចែកទ្រព្យសម្បត្តិ លែងលះហើយទ្រព្យសម្បត្តិទាំងអស់និងឈ្មោះភាគហ៊ុនត្រូវបានផ្ទេរទៅឲ្យម៉ាំងវ៉ាន់ឈីងជាអ្នកមើលការខុសត្រូវលើក្រុមហ៊ុនម៉ាំងវ៉ាន់គ្រប់ហើយនឹងបន្តការងារនិងសន្យាដោះស្រាយគ្រប់កិច្ចការក្រុមហ៊ុនជាពិសេសនៅពេលមានការប្រជុំហាមមិនឲ្យសុំច្បាប់ហាមអវត្តមានហាមលាលែងពីការងារហើយហាមមិនឲ្យបណ្ដឹងចេញពីក្រុមហ៊ុនជាដាច់ខាត មិនខុសទេ នេះមានអីយ៉ាងម៉េចហ្នឹង អូនពេលនេះគឺជាអគ្គនាយកហើយដូច្នេះពេលនេះគឺអូនមិនអាចកុហកបងទេអគ្គនាយកមិន ខ្ញុំសុំជំទាស់ភ័យហើយយានទ្រព្យសម្បត្តិបងអាចតែម៉ាំងវ៉ាន់ឈីងមែនទេចុះខ្ញុំនឹងកូននោះកាត់យ៉ាងម៉េចតែកូនរបស់យើងកំពុងតែឈឺណាចិត្តរបស់បងត្រូវស្អីស៊ីអស់ហើយមែនទេ ពេលនេះគឺខ្ញុំគ្មានលុយរាប់លានទេតើនាងអាចទទួលយកខ្ញុំបានទេអត់ លោកឯងឈួតដែរលីចែឯងចង់ធ្វើអីប្តីរបស់ខ្ញុំសត្វទៅសត្វអូខេចាញ់តែ អ្នកយាមពួកឯងមិនលឺទេហ៎ ហើយហើយយានហើយខ្ញុំនឹងកូនថាកាត់យ៉ាងម៉េចទៅខ្ញុំនឹងកូនកាត់យ៉ាងម៉េចឡើងខ្ញុំ នាងគិតថាខ្ញុំជាមនុស្សភ្លើមែនទេនាងប្រើល្បិចយកខ្ញុំធ្វើជាឪពុករបស់គេនាងស្មានតែខ្ញុំមិនឃើញមុខប្រពន្ធរបស់ខ្ញុំណែខ្ញុំត្រូវការបកស្រាយ អាចារ្យប្រពន្ធសម្លាញ់បងឈឺបងគ្រាន់តែចង់ឲ្យកូន3នាក់ម្ដាយកូនអាលោកភ័យចង្រៃឯងស្លាប់ទៅអាលោកភ័យចង្រៃឯងស្លាប់ទៅពួកឯងចាប់នាំទៅកុំឲ្យខូចក្នុងកម្មវិធីទីនេះដែរបាទអាលោកភ័យចង្រៃឯងធ្វើឲ្យគ្រួសារយើងបែកបាក់ទ្រព្យសម្បត្តិរបស់យើងក៏ខ្ទេចខ្ទីដោយសារតែឯងដែរ ឡើងខ្ញុំលោកភ័យខ្ញុំនឹងខុសហើយកូនរបស់វ៉ាន់ឈីងគឺជាកូនរបស់លោកណាថាម៉េច នេះជាបន្តមក កាលពីប្រហែលឆ្នាំមុនខ្ញុំបានដាក់ឆ្នាំឲ្យគេព្រោះតែចង់លក់គេឲ្យតែប្រុសផ្សេងប៉ុន្តែចៃដន្យបញ្ជូនខុសបន្ទប់ កាមេរ៉ានោះនេះជាអ្នកធ្វើមែនទេ ខ្ញុំអត់សុខចិត្តទេគេជាអ្នកជនបទរឿងអីគេមានវាសនាល្អជាងខ្ញុំហើយយានកូនរបស់អូនគឺជាកូនរបស់បងមែនទេ គឺបងដឹងហើយថាបងគឺជាឪពុករបស់គេតាំងពីយូរណាស់មកហើយ លោកដឹងហើយទេ រឿងនេះបើទោះបីជានាងមិនបានប្រាប់ខ្ញុំក៏ខ្ញុំដឹងការពិតដែរហើយខ្ញុំនឹងបញ្ជូននាងចូលទៅក្នុងគុក បាត់ជាយករឿងអាក្រក់ដាក់ខ្លួនមែន វ៉ាន់ឈិញតទៅថ្ងៃក្រោយបងនឹងការពារអូនហើយនឹងកូនរបស់យើងផងដែរ បងប្អូនតែងតែខមមិនសួរថាខ្ញុំថតគ្នាប៉ុន្មានអ្នកបាទខ្ញុំថតតែ3អ្នកទេតួខ្ញុំ2អ្នកខ្ញុំ1អ្នកហើយប្រូខ្ញុំអ្នកបោះថតខ្ញុំអ្នកថតអញ្ចឹងយើងថតឆ្លាស់គ្នាណាកាន់ទូរស័ព្ទថតម្ដងម្នាក់ហើយកដាមេឃថ្ងៃក្តៅចុះបងប្អូនគិតមើលហើយមកប្រូនិយាយ20ដងគិតមើលថាវាលំបាកប៉ុណ្ណាខ្ញុំក្តៅមួម៉ៅម្ដងចង់បោកទូរស័ព្ទចោលបងប្អូនមិនស្រួលទេដិតផងរកទីតាំងផងគិតសាច់រឿងផងបោះប្រូផងចេញពីថតហើយទៅដល់ផ្ទះត្រូវកាត់វីដេអូទៀតបាទព្រោះនេះមកថតនៅខាងស្ពឺនៅខាងដីលោដែលខ្ញុំទិញណាអញ្ចឹងខ្ញុំទិញដើមល្ហុងមកដាក់បន្ថែមបាទទិញដើមល្ហុង4ដើមហើយនឹងដើមតឡឹងតឹង2ដើមអញ្ចឹងនៅក្នុងដីនេះមានដើមគ្រប់អស់ហើយមានដើមស្វាយដើមកន្ទួតដើមម្ដេញកពីងរាជខ្នោទៀបមានព្រីកបាទច្រើននិយាយថាយើងដាំឲ្យគ្រប់មុខតែម្ដងអញ្ចឹងសម្រាប់ថ្ងៃក្រោយធ្វើកូនផ្ទះលំហែមួយនៅនេះអញ្ចឹងពេលដើមឈើធំអញ្ចឹងយើងមានគ្រឿងខ្លែងស្រាប់តែម្ដងបាទហើយនោះគឺភ្នំអូទេសភាពល្ងាចឡើងគឺកប់សេរីតែម្ដងត្រជាក់បាទអញ្ចឹងថាទៀតពេលចាស់ទៅប្រហែលជាអាចមកនៅនេះហើយនៅខាងក្រោយនេះគឺទៀតអាចជីកស្រះធ្វើបែបផ្ទះលំហែ
គ្នាខ្ញុំមានតែ3នាក់ទេបាទសុភាមួយទួយធំខ្ញុំ2នាក់មកខ្លាចខ្មៅហុំចេះតូចណាចេះខ្លុំយ៉ាងไรខ្លាចខ្មៅហ៎ហេគេខ្លាចខ្មៅអត់ដែរមកជប់ហើយស្អាតទៅនោះទៅនឹងក្រៅឯងនេះល្ងាចឡើងជាហើយស្អាតមានគោមានកបីមានអាចគោហិតស្លឹកម្អមអូចូលនិយាយថាជក់ចិត្តហ្មងអើយលើយើងចាស់ទៅមានអីទេមានអសល់ដីទុកកប់សពខ្លួនឯងហ្នឹងអញ្ចឹងទិញទុកហើយទៅចាំតាមដានវីដេអូឈុតខុសៗណាចាំតិចទៀតខ្ញុំដាក់ឈុតខុសៗនៅក្នុងហ្នឹង